អាមេរិកលុតអ៊ីរ៉ង់ចូលដល់ថ្ងៃទី5អមដោយការព្រមានដ៏ព្រឺព្រួចពីសំណាក់លោកត្រាំថាទីក្រុងតេអ៊ីរ៉ង់ប្រយ័ត្នប្រយែងអិរិយាបថបន្តិចបើមិនចង់រលាយប្រទេសបាត់ស្រមោលពីផែនដីប៉ុន្តែអ៊ីរ៉ង់មិនត្រឹមតែស្ដាប់មិនចូលនោះទេថែមទាំងសងសឹកទៅវិញរហ័សដូចព្រួញធ្វើឲ្យទីក្រុង Washington របួសធ្ងន់វិញដូចគ្នាមានសម្លេងផ្ទុះលន់លឺដោយរន្ទះនៅក្នុងតំបន់មួយចំនួននៅទូទាំងប្រទេសអ៊ីរ៉ង់ក្នុងនោះរួមទាំងនៅទីក្រុងអាវ៉ាសនិងឆាបាហានាភាគខាងត្បូងប្រទេសអ៊ីរ៉ង់ផងដែរខណៈដែលបីសាច់រាត្រីរបស់អាមេរិកបើកការវាយប្រហារចូលទៅដល់យប់ទី5លើយោធាប្រព័ន្ធរ៉ាដាកន្លែងស្តុកមីស៊ីលនិងដ្រូនព្រមទាំងប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់នៅតាមបណ្ដាឆ្នេរនៅក្នុងប្រតិបត្តិការដែនមិនខុសគ្នាប៉ុន្មានពីការវាយប្រហារ4យប់កន្លងមកបើការវាយប្រហាររួចលោកប្រធានាធិបតីបានប្រាប់ឲ្យអ៊ីរ៉ង់ប្រយ័ត្នប្រយែងអិរិយាបថបន្តិចខណៈដែលអាមេរិកកំពុងពិចារណាពង្រីកប្រតិបត្តិការយោធាបន្តទៅមុខទៀតក្នុងនោះមានទាំងគោលបំណងវាយយកកោះខាកមកគ្រប់គ្រងតែម្ដងអ៊ីរ៉ង់មិនត្រឹមតែមិនញញើតនឹងការគម្រាមកំហែងរបស់លោកត្រាំនោះទេនៅវេលាទៀបភ្លឺឈានចូលព្រឹកថ្ងៃប្រហ័ននេះខ្លាកំណាចបានបាញ់បង្ហោះដ្រូននិងមីស៊ីលទៅស្រោចលើមូលដ្ឋានយោធាអាមេរិកនៅគុយវ៉ែតបារ៉ែននិងហ្សូដានីវិញយ៉ាងតន់ចិត្តវិញដូចគ្នាលើសពីនោះទៅទៀតលោកអ៊ីស្ម៉ាអែលបាហាហ្គីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ក៏បានឆ្លើយតបទៅនឹងអាមេរិកវិញផងដែរថាអ៊ីរ៉ង់គ្មានផែនការចរចាឡើងវិញជាមួយនឹងអាមេរិកនោះឡើយក្រោយលោកត្រាំទុកពេលឲ្យត្រឹមសប្តាហ៍ក្រោយឲ្យវិលបរុកតុកចរចាឡើងវិញបើមិនដូច្នេះទេស្ពាននិងរោងចក្រអគ្គិសនីនានារបស់អ៊ីរ៉ង់នឹងរលាយคล้ายជាផេះនោះទោះជាយ៉ាងណាលោកអ៊ីស្ម៉ាអែលបាហាហ្គីបានព្រមានបកទៅវិញថាអ៊ីរ៉ង់នឹងឆ្លើយតបឲ្យសមចិត្តវិញផងដែរបើអាមេរិកនៅតែបន្តវាយប្រហារអ៊ីរ៉ង់នោះបើអ៊ីរ៉ង់នៅតែខ្លាំងអញ្ចឹងទុកឲ្យអាមេរិកជួយបញ្ចប់ឲ្យចប់ចុងចប់ដើមតែម្ដងទៅអញ្ចឹងនោះនេះគឺជាសម្ដីគម្រាមបន្ថែមរបស់លោកត្រាំដែលបានបដិញ្ញាកាច់បំបាក់ចង្គមរបស់អ៊ីរ៉ង់ឲ្យតតែបាក់នោះការបញ្ចេញព័ត៌មានឲ្យដឹងថាអាមេរិកត្រៀមវាយកាន់កាប់ឆ្នេរសមុទ្រអ៊ីរ៉ង់ហើយនៅខណៈនេះរលកនៃការវាយប្រហារសងសឹកគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានវិលត្រឡប់មកវិញហើយបន្ទាប់ពីភាគីអ៊ីរ៉ង់ត្រូវបានគេដឹងថាបានបន្តរឹតបន្តឹងក្នុងការធ្វើចរាចរណ៍នៃនាវាដឹកជញ្ជូននៅតាមច្រកសមុទ្រហូមូសសហរដ្ឋអាមេរិកបានអះអាងពីគោលបំណងនៃការវាយប្រហារជាថ្មីនេះគឺដើម្បីធានាសុវត្ថិភាពនិងសេរីភាពនៃការធ្វើនាវាចរតាមច្រកសមុទ្រយុទ្ធសាស្ត្ររបស់ពិភពលោកមួយនេះយ៉ាងណាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះគឺមានការរាយការណ៍មកថាសហរដ្ឋអាមេរិកក៏អាចនឹងដាក់ពង្រាយកងទ័ពរបស់ខ្លួនទៅកាន់ឆ្នេរសមុទ្រនៃប្រទេសអ៊ីរ៉ង់ដោយផ្ទាល់ដែលការនេះត្រូវបានគេរំពឹងថាអាចនឹងធ្វើប្រតិបត្តិការយោធារបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់កាន់តែមានភាពទូលំទូលាយជាងមុនសារព័ត៌មាន Reuters ក៏បានរាយការណ៍តាំងពីខែមីនាអំពីផែនការយោធារបស់សហរដ្ឋអាមេរិកក្នុងការបង្កើតជម្រើសដាក់ពង្រាយកងទ័ពទៅកាន់ឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ដើម្បីធានាសុវត្ថិភាពច្រកសមុទ្រហូមូសនៅពេលនោះមន្ត្រីបានបញ្ជាក់ថារដ្ឋបាលរបស់លោក Donald Trump ក៏បានពិចារណាបញ្ជូនកងកម្លាំងជើងគោកទៅកាន់កោះខាកដែលជាមជ្ឈមណ្ឌលសំខាន់សម្រាប់ការនាំចេញប្រេងប្រហែល 90% របស់អ៊ីរ៉ង់ទោះយ៉ាងណាប្រតិបត្តិការបែបនេះត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់ព្រោះអ៊ីរ៉ង់អាចពីប្រហារកោះនេះវិញដោយកាំជ្រួចនិងយន្តហោះគ្មានមនុស្សបើកពីដីគោកលោក Donald Trump បានលើកឡើងកាលពីថ្ងៃអង្គារថាលោកបានបញ្ជាឲ្យកម្លាំងយោធារបស់សហរដ្ឋអាមេរិកជៀសវាងការវាយប្រហារលើទីតាំងប្រេងរបស់អ៊ីរ៉ង់ក្នុងអំឡុងការវាយលុកមុនលើកោះខាកប៉ុន្តែលោកមិនបានបិទជម្រើសក្នុងការដណ្ដើមយកកោះនោះទេលោកបានប្រាប់ Fox News ថាប្រសិនបើអាចបង្ខំឲ្យអ៊ីរ៉ង់ថយក្រោយបានគ្រប់គ្រាន់លោកអាចពិចារណាជំហាននេះលោក Trump ក៏បានគម្រាមវាយប្រហារទីតាំងដែលភ្ជាប់ទៅនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលគេស្គាល់ថា Pickaxe Mountain ជាទីតាំងរឹងមាំដែលស្ថិតក្រោមដីយ៉ាងជ្រៅនៅជិតទីក្រុងតេអ៊ីរ៉ង់លោក McKenzie អតីតមន្ត្រីកងម៉ារីនអាមេរិកនិងជាអ្នកវិភាគនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្របាននិយាយថាការលើកឡើងជាសាធារណៈអំពីជម្រើសយោធាដូចជាការដណ្ដើមយកកោះខាកគឺជាដាវដែលមានមុខពីរវាអាចជួយផ្នែកការទូតដោយបង្កើនសម្ពាធលើអ៊ីរ៉ង់ប៉ុន្តែអាចប៉ះពាល់ដល់យុទ្ធសាស្ត្រយោធាព្រោះវាបង្ហាញគោលដៅជាមុនដល់សត្រូវអ្នករិះគន់ពីការធ្វើសង្គ្រាមរបស់លោកត្រាំជាមួយអ៊ីរ៉ង់រួមទាំងនៅក្នុងសភារបស់សហរដ្ឋអាមេរិកបាននិយាយថាទោះបីជាមានជោគជ័យផ្នែកយោធាដោយបំផ្លាញផ្នែកធំនៃកងកម្លាំងរបស់អ៊ីរ៉ង់ក៏ដោយក៏សហរដ្ឋអាមេរិកមិនទទួលបានសម្បទានយុទ្ធសាស្ត្រពីទីក្រុងតេអ៊ីរ៉ង់ឡើយជាមួយគ្នានេះអ៊ីរ៉ង់បានបង្កើនឥទ្ធិពលលើច្រកសមុទ្រហូមូសដែលជាចំណុចសំខាន់សម្រាប់ប្រហែល 1/5 នៃការផ្គត់ផ្គង់ប្រេងពិភពលោកទ
ទោះបីជាកងទ័ពជើងទឹកធម្មតារបស់ប្រទេសនៅតំបន់មជ្ឈិមបូព៌ានេះត្រូវបានរងការខូចខាតយ៉ាងខ្លាំងក៏អ៊ីរ៉ង់នៅតែមានសមត្ថភាពវាយប្រហារទៅលើនាវាពាណិជ្ជកម្មដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកនិងរ៉ុកែតមន្ត្រីអាមេរិកបានលើកឡើងថាស្ថានភាពនេះបាននាំឲ្យមានការជជែកដេញដោលនៅក្នុងរដ្ឋបាលរបស់លោក Donald Trump អំពីវិធីសាស្ត្រដ៏ល្អបំផុតឆ្ពោះទៅមុខក្នុងការទប់ទល់នឹងអ៊ីរ៉ង់មន្ត្រីទី4បានបញ្ជាក់ថារដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth គាំទ្រការបង្កើនប្រតិបត្តិការយោធាបន្ថែមប្រឆាំងនឹងអ៊ីរ៉ង់លោក Imran Bayoumi អតីតមន្ត្រីមន្ទីរបញ្ចកោណដែលបច្ចុប្បន្នធ្វើការនៅក្រមប្រឹក្សាអាត្លង់តិកបានលើកឡើងថាសារដែលលោក Donald Trump បាននិយាយជាសាធារណៈនៅក្នុងរយៈពេលប្រមាណថ្ងៃចុងក្រោយនេះអាចមានគោលបំណងដាក់សម្ពាធលើអ៊ីរ៉ង់ឲ្យចូលរួមចរចានិងធ្វើឲ្យទីក្រុងតេអ៊ីរ៉ង់មានភាពមិនប្រកបប្រជាចំពោះជំហានបន្ទាប់របស់កងកម្លាំងយោធាសហរដ្ឋអាមេរិកលោកបានបន្ថែមថាគួរតែបែងចែកឲ្យបានច្បាស់លាស់រវាងការនិយាយជាសាធារណៈរបស់មេដឹកនាំនិងសកម្មភាពពិតប្រាកដហើយសន្និដ្ឋានថាការពិភាក្សាផ្ទៃក្នុងរវាងលោកត្រាំនិងក្រុមសន្តិសុខជាតិរបស់លោកអាចខុសពីអ្វីដែលត្រូវបានបង្ហោះឬបង្ហាញជាសាធារណៈសហរដ្ឋអាមេរិកនៅខណៈនេះត្រូវបានគេដឹងថាបានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើអ៊ីរ៉ង់ក្នុងគោលបំណងដ៏ធំមួយគឺការបើកឲ្យមានសេរីភាពនៃនាវាចរឡើងវិញនៅច្រកសមុទ្រ Hormuz រលកថ្មីនៃការវាយប្រហាររបស់កងកម្លាំងសហរដ្ឋអាមេរិកលើអ៊ីរ៉ង់ក៏កំពុងផ្ដោតលើការបំផ្លាញសមត្ថភាពយោធាសំខាន់របស់អ៊ីរ៉ង់មុនពេលអនុវត្តប្រតិបត្តិការដ៏ស្មុគស្មាញបន្ថែមទៀតនេះបើយោងតាមមន្ត្រីអាមេរិក3នាក់ដែលបានប្រាប់ទៅកាន់សារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីថ្ងៃទី15ខែមីនានេះមន្ត្រីទាំងនេះបានបញ្ជាក់ថាការវាយប្រហារនេះបានពង្រឹងជម្រើសយោធាបន្ថែមសម្រាប់ប្រធានាធិបតី Donald Trump ខណៈដែលលោកកំពុងធ្វើឲ្យសហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីជំហានបន្ទាប់ក្រោយពីបានជូនដំណឹងដល់សភាអាមេរិកអំពីការបន្តជម្លោះជាផ្លូវការជាមួយអ៊ីរ៉ង់កាលពីចុងសប្តាហ៍មុនឥឡូវនេះចូលមកដល់ខែទី5សង្គ្រាមរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនៅតែបន្តកើនឡើងបើទោះបីជាមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលមានគោលបំណងបញ្ឈប់ការប្រយុទ្ធនិងបើកផ្លូវសម្រាប់ការចរចាសន្តិភាពក៏ដោយអ៊ីស្រាអែលមិនបានចូលរួមក្នុងការចរចានេះទេហើយមន្ត្រីរបស់ខ្លួនបានរិះគន់ឯកសារនេះថាមិនអាចធានាបាននូវសម្បទានច្បាស់លាស់ពីអ៊ីរ៉ង់ជាពិសេសលើកម្មវិធីនុយក្លេអ៊ែរទោះបីជាមានការវាយប្រហារយ៉ាងខ្លាំងលើវិស័យយោធារបស់អ៊ីរ៉ង់ចាប់តាំងពីការចាប់ផ្ដើមយុទ្ធនាការដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅថ្ងៃទី28ខែកុម្ភៈក៏ដោយក៏ទីក្រុងតេអ៊ីរ៉ង់នៅតែរក្សាបានសមត្ថភាពយោធាសំខាន់រួមមានយន្តហោះគ្មានមនុស្សបើកនិងប្រព័ន្ធកាំជ្រួចនិងមីស៊ីលកងកម្លាំងអ៊ីរ៉ង់ក៏បានបន្តវាយប្រហារលើនាវាដឹកប្រេងដែលឆ្លងកាត់ក្នុងច្រកសមុទ្រ Hormuz និងគោលដៅនៅក្នុងប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រផងដែរដែលធ្វើឲ្យស្ថានភាពតានតឹងកាន់តែខ្លាំងឡើងកងកម្លាំងយោធាសហរដ្ឋអាមេរិកបានបញ្ជាក់ថាការវាយប្រហារចុងក្រោយបានផ្ដោតលើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់រួមមានរ៉ាដាតាមឆ្នេរសមុទ្រទីតាំងមីស៊ីលយន្តហោះគ្មានមនុស្សបើកនិងទ្រព្យសម្បត្តិដែនសមុទ្រដូចជាទូកតូចៗមន្ត្រីអាមេរិកម្នាក់បាននិយាយថាការវាយប្រហារនេះអាចត្រូវបានពិចារណាថាជា shaping operations ដែលមានគោលបំណងបំបាក់សមត្ថភាពការពាររបស់អ៊ីរ៉ង់មុនពេលអនុវត្តប្រតិបត្តិការដ៏ស្មុគស្មាញបន្ថែមទៀតនៅពេលអនាគតលោកបានបន្ថែមថាវាជាជំហានមួយក្នុងការរៀបចំស្ថានភាពប្រសិនបើមានការបញ្ជាឲ្យធ្វើសកម្មភាពវាយប្រហារយោធាក្នុងទម្រង់ធំជាងនេះយ៉ាងណាមន្ទីរបញ្ចកោណមិនទាន់ឆ្លើយតបភ្លាមចំពោះសំណើសុំការធ្វើការអត្ថាធិប្បាយនោះទេសហរដ្ឋអាមេរិកបានចាប់ផ្ដើមវាយប្រហារថ្មីលើតំបន់ការពារឆ្នេរសមុទ្រនិងទីតាំងមីស៊ីលរបស់អ៊ីរ៉ង់កាលពីថ្ងៃពុធបន្ទាប់ពីភាពតានតឹងកើនឡើងយ៉ាងឆាប់រហ័សនិងការបិទផ្លូវកងទ័ពជើងទឹកជុំវិញតំបន់សំខាន់ភាគីអ៊ីរ៉ង់បានឆ្លើយតបដោយគម្រាមថានឹងរារាំងការនាំចេញថាមពលនៅក្នុងតំបន់ការកើនឡើងនៃអាទិភាពនេះបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីបទឈប់បាញ់មួយបានដួលរលំធ្វើឲ្យមានការព្រួយបារម្ភថាអាចនាំទៅរកការប្រយុទ្ធទ្រង់ទ្រាយធំឡើងវិញទន្ទឹមនឹងនេះអ៊ីរ៉ង់បានប្រកាសថាខ្លួនបានបិទច្រកសមុទ្រ Hormuz ដែលជាចំណុចសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងនិងឧស្ម័នប្រហែល 1/5 នៃពិភពលោកមុនពេលការផ្ទុះឡើងនៅជំនួសយោធានេះសកម្មភាពយោធានៅក្នុងតំបន់បានរារាំងនាវាពាណិជ្ជកម្មមិនឲ្យឆ្លងកាត់បានយ៉ាងរលូនបង្កឲ្យមានផលប៉ះពាល់លើទីផ្សារថាមពលពិភពលោកតម្លៃប្រេងឆៅ Brent បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល1ខែដោយតម្លៃចុងក្រោយគឺប្រហែល $84.95 នៅក្នុង1បារ៉ែលបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកបានបញ្ជាក់ថាការវាយប្រហារនេះបានផ្ដោតលើប្រព័ន្ធការពារឆ្នេរសមុទ្រនិងទីតាំងបាញ់មីស៊ីលនៅលើកោះ Greater Tenby
ដែលប្រតិបត្តិការបានចាប់ផ្ដើមនៅពេលព្រឹកនិងបន្តប្រហែល90នាទីមុននឹងបញ្ចប់9ម៉ោងបន្ទាប់ពីការវាយប្រហារលើកដំបូងបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកបានប្រកាសពីរលកវាយប្រហារលើកទី2បញ្ជាការកណ្ដាលសហរដ្ឋអាមេរិក CENTCOM បានសរសេរនៅលើបណ្ដាញសង្គម X ឲ្យដឹងថាការវាយប្រហារទាំងនេះមានគោលដៅលើសមត្ថភាពយោធារបស់អ៊ីរ៉ង់ដែលត្រូវបានប្រើសម្រាប់គំរាមដល់នាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកអន្តរជាតិដ៏សំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោកយោធាអាមេរិកបាននិយាយថាខ្លួនកំពុងទាមទារឲ្យអ៊ីរ៉ង់ទទួលខុសត្រូវចំពោះសកម្មភាពដែលបានកើតឡើងដោយអនុវត្តតាមការណែនាំរបស់មេបញ្ជាការទន្ទឹមនឹងនេះមន្ត្រីអាមេរិក3នាក់បានប្រាប់រយទៅថាការវាយប្រហារដែលមានគោលបំណងបង្ខំឲ្យបើកច្រកសមុទ្រ Hormuz មិនត្រឹមតែមានគោលដៅបញ្ឈប់ការគំរាមកំហែងដល់ការដឹកជញ្ជូនទេប៉ុន្តែក៏ផ្ដោតលើការបំផ្លាញសមត្ថភាពយោធាសំខាន់ៗរបស់អ៊ីរ៉ង់មុនពេលអាចអនុវត្តប្រតិបត្តិការដ៏ស្មុគស្មាញជាងនេះនៅពេលអនាគតអគ្គមេបញ្ជាការកងកម្លាំងអ៊ុយក្រែនលោក Oleksandrsky បានឆ្លើយតបទៅនឹងការរិះគន់របស់លោក Fedorov ដោយអំពាវនាវឲ្យមានការផ្ដោតទៅលើការឈ្នះសង្គ្រាមអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនលោក Oleksandrsky បានឆ្លើយតបទៅនឹងការរិះគន់ពីអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Fedorov ដោយអំពាវនាវឲ្យមានសាមគ្គីភាពនិងការផ្ដោតទៅលើការឈ្នះសង្គ្រាមនៅក្នុងសារមួយដែលបានបង្ហោះនៅលើបណ្ដាញ Telegram លោក Zersky បាននិយាយថាលោកមានមោទនភាពដែលអ៊ុយក្រែនបានការពារទីក្រុងគៀវដោយភាពជោគជ័យក្នុងអំឡុងពេលនៃការឈ្លានពានរបស់រុស្ស៊ីនៅឆ្នាំ2022ដែលធ្វើឲ្យមន្ត្រីអាចធ្វើសន្និសីទសារព័ត៌មានសាធារណៈនិងការជជែកពិភាក្សាក្នុងរដ្ឋធានីនៅថ្ងៃនេះលោក Zersky បានសរសេរថាខ្ញុំមានមោទនភាពដែលអរគុណចំពោះការការពារទីក្រុងគៀវក្នុងឆ្នាំ2022យើងអាចការពាររដ្ឋធានីរបស់យើងបានសប្តាហ៍ថ្ងៃនេះកិច្ចប្រជុំសង្ខេបអាចត្រូវបានធ្វើឡើងនៅទីក្រុងនេះចក្ខុវិស័យអាចត្រូវបានបង្កើតឡើងនិងការសម្រេចចិត្តអាចត្រូវបានធ្វើឡើងលោកបានបន្ថែមថាលោកនឹងបន្តធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីធានាថាបរិយាកាសបែបនេះអាចនឹងកើតឡើងក្នុងប្រទេសអ៊ុយក្រែនដែលមានសេរីភាពនិងឯករាជ្យដើម្បីសម្រេចបានគោលដៅនេះយើងត្រូវតែផ្ដោតអារម្មណ៍ទៅលើសង្គ្រាមនិងយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយដែលកំពុងផ្ដល់លទ្ធផលជាក់ស្ដែងរួចទៅហើយលោក Zersky ក៏បានថ្លែងអំណរគុណទៅដល់លោក Fedorov ចំពោះការងាររបស់លោកជារដ្ឋមន្ត្រីក្រសួងការពារជាតិនិងបានជូនពរលោកឲ្យទទួលបានភាពជោគជ័យលោកបានសរសេរថាខ្ញុំសូមថ្លែងអំណរគុណទៅដល់លោក Mikhailo Fedorov ចំពោះការងាររបស់គាត់ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនខ្ញុំសូមជូនពរឲ្យគាត់នៅតែជាផ្នែកមួយនៃក្រុមរបស់អ៊ុយក្រែនហើយបើយោងតាមរដ្ឋធម្មនុញ្ញអ៊ុយក្រែនការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីអ្នកស្រី Yulia Tymoshenko បានបង្កឲ្យមានការលាលែងពីតំណែងដោយស្វ័យប្រវត្តិពីគណៈរដ្ឋមន្ត្រីទាំងមូលតែទោះជាយ៉ាងណាក៏ដោយរដ្ឋាភិបាលដែលចេញពីតំណែងនៅតែបន្តអនុវត្តភារកិច្ចរបស់ខ្លួនរហូតដល់គណៈរដ្ឋមន្ត្រីថ្មីត្រូវបានតែងតាំងជាផ្លូវការបើទោះបីជាមានការរំពឹងទុកអំពីអនាគតរបស់លោក Fedorov បានចរាចរណ៍រយៈពេលជាច្រើនថ្ងៃក៏ដោយប្រធានាធិបតីលោក Volodymyr Zelensky បានបញ្ជាក់នៅថ្ងៃពុធកន្លងទៅថាលោក Fedorov នឹងមិននៅតែជារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែននៅក្នុងរដ្ឋាភិបាលថ្មីនោះទេបើយោងទៅតាមប្រភពពីកាសែត Ukrainska Pravda ដោយដកស្រង់ប្រភពដែលដឹងទៅនឹងការពិភាក្សានៅក្នុងក្រុម Servant of the People ដែលកំពុងកាន់អំណាចលោក Zelensky បានសម្រេចចិត្តជំនួសលោក Fedorov ដោយសារតែចំនួនដ៏យូរអង្វែងរបស់គាត់ជាមួយនឹងលោក Zelensky ប្រភពព័ត៌មានបាននិយាយថាលោកប្រធានាធិបតីបានប្រាប់សមាជិកសភាថាលោកលែងអាចអត់ឱនចំពោះភាពតានតឹងកាន់តែខ្លាំងឡើងរវាងក្រសួងការពារជាតិនិងអគ្គសេនាធិការទៀតហើយបើទោះបីជាមានការបណ្ដេញលោក Fedorov ចេញពីតំណែងអំពីការសម្រេចចិត្តដ៏លំបាកមួយក៏ដោយបរិបទនៃសង្គ្រាមដែនអាកាសរវាងរុស្ស៊ីនិងអ៊ុយក្រែនបានវិវត្តដល់ដំណាក់កាលថ្មីមួយដែលហៅថាជាសង្គ្រាមបច្ចេកវិទ្យាដ្រូនកម្រិតខ្ពស់យុទ្ធសាស្ត្រនៃការវាយប្រហារតាមអាកាសដែលលែងពឹងផ្អែកទៅលើគ្រាប់មីស៊ីលដែលមានតម្លៃរាប់លានដុល្លារទៀតហើយប៉ុន្តែត្រូវបានជំនួសដោយការប្រើប្រាស់ដ្រូនល្បឿនលឿននិងប្រព័ន្ធបញ្ញាសិប្បនិម្មិត AI ដើម្បីបំផ្លាញប្រព័ន្ធការពាររបស់សត្រូវបដូរចេញពីសង្គ្រាមដោយប្រើប្រាស់ជាមួយនឹងកាំភ្លើងធំដ៏ខ្លាំងក្លាឆ្ពោះទៅរកបដិវត្តយន្តហោះគ្មានមនុស្សបើកល្បឿនលឿនសង្គ្រាមរវាងសហព័ន្ធរុស្ស៊ីនិងអ៊ុយក្រែនដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកនេះបានឈានចូលដល់ចំណុចរបបបច្ចេកវិទ្យាដែលគួរឲ្យរន្ធត់មួយនៅពាក់កណ្ដាលឆ្នាំ2026អ្វីដែលធ្លាប់ជាសង្គ្រាមលិនដ្ឋាននឹងការបាញ់កាំភ្លើងធំតតាំងគ្នាយ៉ាងយឺតយ៉ាវនៅលើដីគោកឥឡូវនេះបានផ្លាស់ប្ដូរគ្នាទាំងស្រុងទៅជាសង្គ្រាមបច្ចេកវិទ្យាល្បឿនលឿនលើអាកាសសមរភូមិលើដែនអាកាសលែងជាយន្តហោះចម្បាំងដែលមានតម្លៃរាប់សិបលានដុល្លារដូចជា F-16 ឬ Su-35 តែមួយមុខទៀតហើយប៉ុន្តែវាត្រូវបានគ្រប់គ្រងដោយវងដ្រូនឬហៅថា Drone Swarm ដែលដើរដោយម៉ាស៊ីន Jet និងបញ្ជាដោយបញ្ញាសិប្បនិម្មិត AI
ការផ្លាស់ប្ដូរនៃទម្រង់យុទ្ធសាស្ត្រនិងសង្គ្រាមជំនាន់ទី2នេះកាលពីដំណាក់កាលដំបូងនៃសង្គ្រាមពិភពលោកបានស្គាល់ថាជា drone អត្តឃាតឬ Zahid 136របស់រុស្ស៊ីដែលពួកគេបានទិញពីអ៊ីរ៉ង់ថាជាអាវុធហោះហើរយឺតៗឬសូរសំឡេងដោយម៉ាស៊ីនកាត់ស្មៅនិងងាយស្រួលក្នុងការបាញ់ទម្លាក់ដោយកាំភ្លើងយន្តធន់ស្រាលប៉ុន្តែគិតត្រឹមខែកក្កដាឆ្នាំ2026នេះយុទ្ធសាស្ត្រនេះត្រូវបានកប់ចូលទៅក្នុងប្រវត្តិសាស្ត្ររុស្ស៊ីបានធ្វើទំនើបកម្មដ្រូនរបស់ខ្លួនទៅជាស៊េរី Geren 3 និង Geren 4ដោយដូចចេញនៅម៉ាស៊ីនស្លាបចាក់ចាស់ហើយជំនួសមកវិញនៅម៉ាស៊ីនjetខ្នាតតូចដែលការផ្លាស់ប្ដូរនេះបានធ្វើឲ្យល្បឿនរបស់វាហោះហើរហក់ឡើងចន្លោះពី180គីឡូម៉ែត្រនៅក្នុង1ម៉ោងទៅដល់320ទៅ600គីឡូម៉ែត្រនៅក្នុង1ម៉ោងឯណោះការកើនឡើងនៃល្បឿនដ្រូនរបស់រុស្ស៊ីបានវិវត្តទៅជាវិបត្តិដ៏ធ្ងន់ធ្ងរសម្រាប់កងទ័ពអ៊ុយក្រែនក្រុមកាំភ្លើងធំចល័តលើដីគោកដែលធ្លាប់ប្រើពន្លឺភ្លើងហ្វានិងកាំភ្លើងយន្តស្វែងរកបាញ់ដ្រូននៅពេលយប់ឥឡូវនេះមិនអាចបង្វិលកានងកាំភ្លើងដេញតាមដ្រូនចិត្តទាំងនេះបានទាន់ទៀតនៅឡើយអ៊ុយក្រែនត្រូវបង្ខំចិត្តប្រើប្រាស់ជំនាញគ្រាប់មីស៊ីលការពារដែនការកម្រិតខ្ពស់ដូចជា Patriot របស់អាមេរិកឬ IRIS-T របស់អាល្លឺម៉ង់ដែលគ្រាប់មីស៊ីលមួយគ្រាប់មានតម្លៃចន្លោះពី2លានទៅ4លានដុល្លារឯណោះដើម្បីស្ទាក់ចាប់ដ្រូនចិត្តរបស់រុស្ស៊ីដែលមានតម្លៃត្រឹមតែ$50000ដែលនេះវាគឺជាអន្ទាក់សេដ្ឋកិច្ចដែលរុស្ស៊ីរៀបចំឡើងដើម្បីបំផ្លាញឃ្លាំងគ្រាប់របស់អង្គការ NATOទោះជាយ៉ាងណាក៏ដោយអ៊ុយក្រែនមិនមែនជាជនរងគ្រោះដែលឈរអបដៃមើលនោះទេទីក្រុងគៀវបានបំផ្លាញខ្លួនទៅជាមន្ទីរពិសោធន៍ផ្នែកបច្ចេកវិទ្យាយោធាដ៏ធំបំផុតនៅលើពិភពលោកដោយបង្កើតឧស្សាហកម្មផលិតដ្រូននៅក្នុងស្រុកល្បឿនលឿននៃគួរឲ្យភ្ញាក់ផ្អើលសមត្ថភាពផលិតដ្រូនរបស់អ៊ុយក្រែនត្រូវបានគេរាយការណ៍ថាអាចឈានទៅដល់ប្រមាណ7លានគ្រឿងនៅក្នុងមួយឆ្នាំនាពេលបច្ចុប្បន្ននេះពួកគេបានបង្កើតដ្រូនសាមញ្ញក៏ប៉ុន្តែមានឥទ្ធិពលខ្ពស់ទីមួយនោះគឺ drone Gripen ដែលជាអ្នកប្រមាញ់លើអាកាសដើម្បីដោះស្រាយនូវបញ្ហា drone jet របស់រុស្ស៊ីក្រុមហ៊ុនរួមទុនរបស់អង់គ្លេសនិងអ៊ុយក្រែនដែលមានឈ្មោះថា Firebolt Engineering បានបង្កើតនិងដាក់ពង្រាយ drone យុទ្ធសាស្ត្រថ្មីមួយដែលមានឈ្មោះថា Gripen គឺជា drone ដែលដោយម៉ាស៊ីន jet ខ្នាតតូចដូចគ្នាហើយវាមានសមត្ថភាពហោះហើរក្នុងល្បឿនជាង310គីឡូម៉ែត្រនៅក្នុង1ម៉ោងវាលែងជា drone ហោះហើរទៅបុកគោលដៅនៅលើដីទៀតហើយប៉ុន្តែវាជា drone ដេញតាមបាញ់ drone នៅក្នុងខែកក្កដាឆ្នាំ2026នេះបច្ចេកវិទ្យារបស់ drone Gripen បានបង្ហាញប្រសិទ្ធភាពខ្ពស់ក្នុងការដេញតាមស្ទាក់ចាប់និងបាញ់គុំទិញ drone អត្តឃាតប្រភេទ Zahid និង Geren របស់រុស្ស៊ីនៅលើដែនអាកាសដោយភាពជោគជ័យដែលវាបានជួយសន្សំសំចៃថវិការាប់លានដុល្លារពីការប្រើប្រាស់ជំនាញគ្រាប់មីស៊ីល Patriotយ៉ាងណាមិញបើទោះបីជាសង្គ្រាមនេះបានអូសបន្លាយយ៉ាងយូរឆ្នាំទៅហើយក៏ប៉ុន្តែអ៊ុយក្រែនដែលធ្លាប់ជាប្រទេសដែលមានការការពារអំពីការឈ្លានពានរបស់រុស្ស៊ីនៅពេលនេះយោងទៅតាមការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky គឺអ៊ុយក្រែននឹងនាំសង្គ្រាមនេះទៅកាន់ប្រទេសរុស្ស៊ីវិញអ៊ុយក្រែនបានប្រើប្រាស់ជាមួយនឹងយុទ្ធនាការ40ថ្ងៃដើម្បីបំផ្លាញទីតាំងហេដ្ឋារចនាសម្ព័ន្ធធម្មពលក៏ដូចជាទីតាំងដែលពួកគេគិតថាបានផ្ដល់នូវប្រភពចំណូលទៅដល់ម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ីក្រៅពីការការពារខ្លួនអ៊ុយក្រែនបានប្រើប្រាស់ដ្រូនរយៈចម្ងាយឆ្ងាយចំនួនថ្មីដែលផលិតដោយខ្លួនឯងវាប្រហារចូលជ្រៅនៅក្នុងទឹកដីរបស់សហព័ន្ធរុស្ស៊ីដោយឆ្លងកាត់ប្រព័ន្ធរ៉ាដាបានយ៉ាងងាយស្រួលដែលគោលដៅចម្បងនោះគឺហេដ្ឋារចនាសម្ព័ន្ធធម្មពលរបស់រុស្ស៊ីពួកគេបានវាប្រហារដែលមានចម្ងាយច្រើនជាង1500គីឡូម៉ែត្រយ៉ាងងាយស្រួលនិងទទួលបានភាពជោគជ័យយ៉ាងធំផងដែរថ្មីនេះ drone របស់អ៊ុយក្រែនបានហោះក្នុងចម្ងាយ1500គីឡូម៉ែត្រទៅទម្លាក់គ្រាប់បែកលើរោងចក្រចម្រាញ់ប្រេងនិងគីមីអ៊ីនធឺណិតដ៏ធំសម្បើម Nefrom Neftekim Zalavet ក្នុងតំបន់ Baghatoustan របស់រុស្ស៊ីដែលការបំផ្លាញនេះមិនត្រឹមតែធ្វើឲ្យរុស្ស៊ីខាតបង់ថវិការាប់លានដុល្លារប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានផ្ដាច់នូវប្រភពប្រេងអ៊ីនធឺណិតដែលផ្គត់ផ្គង់ឲ្យកងរថក្រោះរបស់រុស្ស៊ីនៅសមរភូមិមុខផងដែរចំណុចដែលគួរឲ្យព្រួយបារម្ភបំផុតនៅក្នុងសង្គ្រាមដែនអាកាសនាពេលកណ្ដាលឆ្នាំ2026គឺការលុបបំបាត់ទាំងស្រុងនៃការបញ្ជាដោយមនុស្សហើយជំនួសមកវិញនៅប្រព័ន្ធស្វ័យប្រវត្តិខួរក្បាលជាលឿនឬប្រព័ន្ធ AI កាលពីមុនវិធីសាស្ត្រនៃការការពារដ្រូនដ៏ល្អបំផុតគឺការប្រើប្រាស់ឧបករណ៍បំពងរលកសញ្ញាដើម្បីកាត់ផ្ដាច់ប្រព័ន្ធ GPS ឬវិទ្យុរវាងអ្នកបញ្ជាដ្រូននិងដ្រូននឹងធ្វើឲ្យដ្រូនវង្វេងផ្លូវឬធ្លាក់ក៏ប៉ុន្តែនៅក្នុងស៊េរីនៃដ្រូនចំនួនថ្មីពួកគេបានបំពាក់ជាមួយនឹងបច្ចេកវិទ្យា AI ដែលអាចដើរដោយខ្លួនឯងប្រសិនបើវាត្រូវបានកាត់ផ្ដាច់ដោយរលកសញ្ញាផ្សេងៗនោះរឿងអាស្រូវអាសោចអនឡាញនៅកម្ពុជាឬខ្ទរខ្ទារពេញពិភពលោកជាថ្មីតាមរយៈសារព័ត៌មានអន្តរជាតិយើងមិនដែលអត់រឿងអាស្រូវនឹងទេបងប្អូនដោយសារយើងវាច្រើនពេកហើយរឿងអាស្រូវនេះគឺកាសែតអន្តរជាតិ The Reuters គាត់ចុះផ្សាយអំពីមជ្ឈមណ្ឌលឆបបោកអនឡាញដ៏ធំមួយនៅឯ
ទឹកដីខ្មែរនៅក្នុងតំបន់អូស្មាច់ដែលឥឡូវហ្នឹងថៃយកបាត់ហើយគឺអាគារ The Hill the Royal Hill អាគារធំស្កឹមស្កៃដែលមិនមែនជារឿងលើកទី1ទេសារព័ត៌មាន The Reuters យកទៅផ្សាយនេះសារព័ត៌មានទាំងអស់នៅលើពិភពលោកយកមកផ្សាយ Japan Times Nikkei ABC កាសែតអន្តរជាតិផ្សេងទៀតយករបស់ Reuters នឹងទៅផ្សាយបន្តអំពីគេឈ្មោះដ៏អាសោចរបស់ខ្មែរយើងរឿងអីបងប្អូនគឺរឿងមជ្ឈមណ្ឌលឆបោកដ៏ធំនៅឯច្រកអូស្មាច់ហ្នឹងគឺជាកម្មសិទ្ធិរបស់លោកអុកញ៉ាម្នាក់ឈ្មោះថាលឹមហេងដែលជាអង្គការល្បីនៅកម្ពុជាមានក្រុមហ៊ុនមានអីច្រើនតែអាគារហ្នឹងគឺជាកម្មសិទ្ធិរបស់គាត់ក៏ប៉ុន្តែអ្វីដែលគេរកឃើញហ្នឹងគឺអញ្ចេះទេចឹងនិយាយព័ត៌មានហ្នឹងដើម្បីឲ្យយុត្តិធម៌សម្រាប់អង្គការលឹមហេងផងអាគារដ៏ធំស្កឹមស្កៃដែលមានកន្លែងឆបបោកអនឡាញយ៉ាងកក្រើកថៃនាំអ្នកកសែតទៅអាគារហ្នឹង2ដងហើយលើកដំបូងប្រហែលជាខែកុម្ភៈឆ្នាំហ្នឹងហើយទៅនាំមន្ត្រីអីចូលទៅមានលើកក្រោយខែមិថុនានាំតាហ៊ានថៃនាំមេស៊ើបការសម្ងាត់របស់ថៃចុះទៅសារព័ត៌មាន ABC អូស្ត្រាលីទៀតចុះទៅតំបន់ហ្នឹងទៅថតរូបថតអីផ្សាយមកក្នុងហ្នឹងមានកន្លែងគេធ្វើប៉ុស្តិ៍ប៉ូលីសคล้ายៗទៅកន្លែងធ្វើទរណកម្មក៏អីមកទៅថាជាបណ្ដាញជាទីក្រុងឆប់បោកអនឡាញមួយយ៉ាងកក្រើកហើយអាគារដ៏កក្រើកនេះគឺឈ្មោះថា The Royal Hill ដែលជាកម្មសិទ្ធិរបស់អង្គការលឹមហេងហើយអង្គការលឹមហេងហ្នឹងមែនតើទៅគឺ Reuters នេះគេរកឃើញថាអត់មានជាប់ពាក់ព័ន្ធនឹងបើកប្រតិបត្តិការនៅហ្នឹងទេគ្រាន់តែគាត់ជួលអាគារហ្នឹងគឺជាទ្រព្យរបស់លោកអង្គការលឹមហេងនៅកម្ពុជាហ្នឹងគាត់ជួលឲ្យចិនមួយខែ$200,000ថ្លៃជួលអាគារនិយាយទៅមួយឆ្នាំ$2,400,000គ្រាន់តែបានពីថ្លៃជួលអាគារអញ្ចឹងយកទៅអ្នកចិននេះគឺយកទៅប្រព្រឹត្តអំពើពាលាអំពើឆបោកអនឡាញខូចឈ្មោះជាតិបាក់មុខលើឆាកអន្តរជាតិឥឡូវនេះថៃយកអាលេសហ្នឹងទៀតដើម្បីវាយខ្មែរបន្ថែមទៀតហើយរឹបអូសយកអាទីតាំងហ្នឹងហើយយកអ្នកកសែតជុំវិញពិភពលោកចុះទៅមើលដើម្បីឲ្យដឹងថាខ្មែរយើងគឺជាមជ្ឈមណ្ឌលឆបោកអនឡាញដ៏ក្រើកហើយយកអានឹងជាភ័ស្តុតាងគឺយើងខូចឈ្មោះលើឆាកអន្តរជាតិលោកលឹមហេងបានលុយ$2,400,000នៅក្នុងមួយឆ្នាំព្រោះអាគារនេះទៅជួលបាន2ឆ្នាំឯងជួលពី2024មកប៉ុន្តែបានប្រហែលជា4-5លានដែរបើយើងគិតមើលបើ1លានបើមួយឆ្នាំ$2,400,000គឺគាត់បានលុយប្រហែលជា$5 លានពីថ្លៃជួលអាគារដែលអ្នកដែលខ្លោចផ្សារបំផុតគឺប្រជាពលរដ្ឋខ្មែរទាំងអស់ប៉ុន្តែសួរថាអង្គការលឹមហេងហ្នឹងក៏ខុសអីជួលអាគារហ្នឹងទៅឲ្យគេឆបោកអនឡាញតាមពិតម្ចាស់ផ្ទះដែលមានផ្ទះជួលឲ្យអ្នកណាយកទៅប្រព្រឹត្តបទល្មើសហើយក៏អត់មានទោសទេអញ្ចឹងនៅពេលដែល Reuters រកទៅឃើញថាអង្គការលឹមហេងនេះមិនជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តឆបោកអនឡាញព្រោះគ្រាន់តែជួលអាគារវាតម្រូវឲ្យមានការស៊ើបអង្កេតរបស់រដ្ឋាភិបាលខ្មែរមើលថាតើលោកលឹមហេងក្រៅតែពីជួលអាគារហ្នឹងតើមានខុបខិតជាមួយនឹងក្រុមឆបោកអនឡាញដើម្បីឲ្យអាគារហ្នឹងអាចនៅឆបោកអនឡាញបានទៀតដើម្បីបានលុយចំណូលជួលថ្លៃអាគារមួយខែ$200,000នឹងគាត់ឬអត់ប៉ុន្តែជាទូទៅនៅពេលដែល Reuters រកអត់ឃើញបែបនេះបានន័យថាយើងមិនតែអាចចោតម្ចាស់អាគារណាមួយថាជាប់ទោសទេព្រោះយើងជួលទៅឲ្យនរណាម្នាក់បានន័យថាអ្នកដែលជួលហ្នឹងគឺមានសិទ្ធិស្របច្បាប់នៅក្នុងការយកទៅធ្វើអីហើយបើខុសគឺទទួលខុសត្រូវខ្លួនឯងម្ចាស់អាគារអត់មានទទួលខុសត្រូវអីទៀតទេព្រោះច្បាប់វាអត់អាចទៅចាប់ម្ចាស់ជួលផ្ទះណែឯងយកទៅបើកបនលបែងបន special អីហើយខ្ញុំជួលឲ្យមួយខែ$500ចុះឧទាហរណ៍ខ្ញុំមិនដឹងបើក្នុងកងត្រានិយាយថាណែឯងយកទៅធ្វើតាមអំពើស្របច្បាប់បើខុសច្បាប់ទទួលខ្លួនឯងដូច្នេះអង្គការលឹមហេងនៅក្នុងន័យនេះគឺគាត់អត់មានទោសទេដូច្នេះមិនបាច់ខ្វល់មិនបាច់ភ័យបាច់អីគាត់ថាលុយគាត់ប្រមូលកើប$200,000មួយខែហ្នឹងមួយឆ្នាំ$2,400,000ហ្នឹងគាត់យកទៅអស់ហើយមុខមាត់ជាតិហ្នឹងគឺវាខូចដោយសារអាគារដែលគាត់ជួលទៅហ្នឹងជួលឲ្យបនលបែងរឿងដែលខុសគឺអាជ្ញាធរមូលដ្ឋាននៅឯអូស្មាច់ឬក៏កម្រិតអន្តោប្រវេសន៍ឬក៏ក្រសួងមហាផ្ទៃនេះឯងតើគាត់ខុបខិតគ្នាជាមួយក្រុមបនលបែងចិនហ្នឹងប៉ុណ្ណាដើម្បីឲ្យបនលបែងបឹកក៏ក្រើកនៅអូស្មាច់ហ្នឹងបានអត់មានចាត់ការអីបានរហូតតទៅថៃវាយបានខ្ទេចខ្ទីបែកអូហូស្ទឹងប៉ុន្តែបងប្អូនកម្ពុជាក៏អះអាងថាខ្លួនប្រឹងណាស់មករយៈពេលចុងក្រោយនេះខ្ញុំក៏ឃើញដែរកម្ពុជាប្រឹងមែនតើចង់លុបបំបាត់ឆបោកអនឡាញឲ្យផុតត្រឹមខែមេសាប៉ុន្តែឥឡូវនេះ
ដល់តែខែមិថុនាអង្គការលើកលែងទោសអន្តរជាតិរកឃើញថាមជ្ឈមណ្ឌលឆបោកអនឡាញដែលមាន86ទីតាំងនៅប្រទេសកម្ពុជាក៏ក្រើកមែនហើយប៉ុន្តែធ្វើបានតែ2/3ទេបានន័យថា10ធ្វើបានតែ3ទេនៅសល់7ទៀតអញ្ចឹងក្នុង86ទីតាំងដែលអង្គការលើកលែងទោសអន្តរជាតិរកឃើញថាឆបោកអនឡាញនៅពេញផ្ទៃប្រទេសហ្នឹងកម្ពុជាបង្ក្រាបបានមែនហើយក្នុងរយៈពេលភ្លើងច្បើងនេះគឺបានតែ28ទីតាំងទេគឺនៅសល់50ទីតាំងទៀត58ទៀតបានន័យថា10យើងបង្ក្រាបបានតែ3ទេហើយតែកម្ពុជាប្រាប់ថាគេបង្ក្រាបបានទៅ250ទីតាំងបិទ250ទីតាំងក៏ប៉ុន្តែបិទ250ទីតាំងនេះគឺគាត់រាប់ហ្មងផ្ទះមួយគឺយកមកទីតាំងផ្ទះមួយមកទីតាំងសំបីតសាខាបុតសម្ព័ន្ធអីហ្នឹងគឺគាត់រាប់មកខ្សែហ្នឹងគឺ10 20ចឹងទៅប៉ុន្តែអង្គការលើកលែងទោសអន្តរជាតិគេថាមជ្ឈមណ្ឌលនេះគឺមានដាច់ដោយឡែកពីគ្នា86ទីតាំងធំឥឡូវបិទបានមែនគេរកឃើញថាបានតែ28ទេនៅសល់58កន្លែងទៀតកាស៊ីណូបនលបែងអីជាច្រើនហើយរឿងនេះវាជារឿងបញ្ហាធំដែរវាអាស្រូវលើឆាកអន្តរជាតិទៀតហើយដែលតម្រូវឲ្យកម្ពុជាត្រូវតែបំភ្លឺឬក៏ប្រឹងទៀតទៅក៏ប៉ុន្តែកម្ពុជាប្រាប់ថាគេប្រឹងហើយតាគេចាប់ជនបរទេសដឹកឲ្យបញ្ជូនចេញដោយសាររឿងឆបោកអនឡាញនេះអស់ដល់ទៅ14000នាក់ហើយបង្ខំឲ្យចេញហើយនឹងចេញដោយស្ម័គ្រចិត្តហ្នឹងមាន200,000នាក់ជាងឯណោះអាហ្នឹងប៉ុន្តែអង្គការលើកលែងទោសអន្តរជាតិថាកម្ពុជានៅតែខកខានមិនបានដោះស្រាយរឿងនេះត្រឹមត្រូវទេព្រោះអីឥឡូវនេះរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិកាលពីពេលថ្មីនេះថាជនរងគ្រោះនៃអំពើឆបោកអនឡាញនេះខ្លាយទៅជាជនរងគ្រោះបន្តទៀតអត់មានរួចទេព្រោះអីយើងធ្វើលឿនពេកទៅវាធ្វើឲ្យប្រសេកប្រសាចដូចថាដូចគោវងកបីឥឡូវពួកគាត់មិនដឹងទៅឯណាញ៉ៃពេញទឹកពេញដីអញ្ចឹងស្ងាត់មែនក៏ប៉ុន្តែវាទៅដូចទៅទៅបើកតាមបនលបែងផ្ទះទូចតាចឯណាទៀតទៅព្រោះអាអនឡាញហ្នឹងអត់ចាំបាច់អាគារធំទេមានតែអ៊ីនធឺណិតមានតែទូរស័ព្ទពីកំពូតព្រៃណាមកក៏ធ្វើបានទៀតដែរដូច្នេះមិនងាយទេមិនងាយដោះស្រាយទេតែយ៉ាងណាថ្ងៃនេះក៏មានការដែលទទួលស្គាល់ពីស្ថានទូតអាមេរិកដែរកម្ពុជាដែលខំប្រឹងដែរការខំប្រឹងរបស់កម្ពុជានេះគឺតាមរយៈជំនួបរវាងភារៈធារីរបស់ស្ថានទូតអាមេរិកថ្មីប្រចាំនៅកម្ពុជាគឺអ្នកស្រី Alex បានជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់ខ្មែរយើងកាលពីថ្ងៃទី15អ្នកស្រី Alex Zero បើគាត់ឈ្មោះ Alex Zero ហ្នឹងគឺគាត់តំណាងឲ្យអ្នកស្រី Bridget Walker បងប្អូនចាំហើយស្ថានទូតអាមេរិកម្ដងមកនេះអត់ទាន់មានឯកអគ្គរដ្ឋទូតថ្មីនៅឡើយទេណាគឺនៅប្រើភារៈធារីទេភារៈធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាកាលពីដំបូងឡើយគឺអ្នកស្រី Bridget Walker ឥឡូវនេះគាត់បានទៅធ្វើជាអនុប្រធានបេសកកម្មនៅប្រទេសហ្វីលីពីនមកទៅហើយគឺគាត់ឈប់ពីការអស់អាណត្តិឬអីចឹងទៅក៏អ្នកស្រី Alex Zero ក៏បានចូលមកជំនួសតំណែងអ្នកស្រី Bridget Walker ធ្វើជាភារៈធារីដដែលអត់មានតំណាងឯកអគ្គរដ្ឋទូតនៅឡើយដដែលកម្ពុជាហ្នឹងឮថាចិត្តមានហើយប៉ុន្តែមិនដឹងកាលទេព្រោះអី2ឆ្នាំហើយលោកត្រាំកាន់តំណែងជិត2ឆ្នាំអត់ទាន់បានមានឯកអគ្គរដ្ឋទូតថ្មីទេក៏ប៉ុន្តែនៅពេលដែលអ្នកស្រី Alex Zero បានជួបជាមួយនឹងលោកឆៃស៊ីណារិតកាលពីថ្ងៃទី15ហ្នឹងគឺបើតាមស្ថានទូតអាមេរិកគឺនៅលើ Facebook របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានិយាយថាភារៈធារីស្ថានទូតអាមេរិកលោកស្រី Alex Zero បានជួបពិភាក្សាជាមួយនឹងលោកឆៃស៊ីណារិតដែលជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីពិនិត្យមើលការខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញដែលកំណត់គោលដៅលើពលរដ្ឋអាមេរិកចឹងអ្នកស្រី Alex Zero នេះទៅជួបលោកឆៃស៊ីណារិតហ្នឹងក្នុងបំណងដោះស្រាយបញ្ហាឆបោកអនឡាញហ្នឹងឲ្យមានប្រសិទ្ធភាពព្រោះអីជនរងគ្រោះច្រើនជាអាមេរិកយើងដឹងហើយអាមេរិកបកកលោកទ្របលោក Gen Z អស់$15,000 លានទុកនៅរដ្ឋាភិបាលអាមេរិកហ្នឹងគឺដោយសារជនជាតិអាមេរិករាប់ម៉ឺននាក់រាប់សែននាក់ខ្លាចជាជនរងគ្រោះអញ្ចឹងបាទទ្របហ្នឹងអាមេរិកអត់ឲ្យមកយើងវិញទេតាមពិតទ្របដែលបកកហ្នឹងគួរមកឲ្យខ្មែរតែអត់ឲ្យទេយកទៅសងឬក៏ទុកនៅរដ្ឋាភិបាលអាមេរិកទៅដោយសារអីជនរងគ្រោះភាគច្រើនជាជនជាតិអាមេរិកអញ្ចឹងហើយការដែលជួបនេះគឺដោយសារអ្នកស្រី Alex Zero ហ្នឹងចង់ឲ្យកម្ពុជា
ពន្លឿនឬក៏ចេះគាត់ថាចេះទី1អ្នកស្រីទទួលស្គាល់ការបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញដែលគណៈកម្មការបានអនុវត្តរយៈពេលកន្លងមកនេះគឺកម្ពុជាធ្វើមកហ្នឹងគាត់ទទួលស្គាល់ថាពិតជាធ្វើឃើញធ្វើអញ្ចឹងមែនក៏ប៉ុន្តែជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនល្បឿននៃយុទ្ធនាការនេះទៀតបង្កើនកុំថយដៃព្រោះឥឡូវដូចរៀងស្រាក់ដៃបន្តិចហើយដើម្បីធានាឲ្យថាអ្នកប្រតិបត្តិការនិងអ្នកនៅពីក្រោយឆបោកអនឡាញទាំងនោះត្រូវទទួលខុសត្រូវបានន័យថាទាំងអ្នកឆបោកក៏ត្រូវជាប់គុកទទួលទោសទាំងអ្នកដែលជាកាងជាខ្នងបង្អាយក៏ត្រូវទទួលទោសដែរនេះគឺអ្វីដែលភារៈធារីរបស់ស្ថានទូតអាមេរិកជំរុញឲ្យកម្ពុជាធ្វើឥឡូវនេះមែនតើអ្នកនៅពីក្រោយខ្នងហ្នឹងភាគច្រើនអត់សូវបានឃើញជាប់ទេនៅខ្មែរហ្នឹងបានតែត្រីកភ្លៀងត្រីកពឹសត្រីកចោះទេត្រីធំដូចផ្ទុកឆ្ដោត្រីរស់អីហ្នឹងកម្ពុជាយើងអត់មានបានភ្លក់បន្តិចសោះឲ្យគេឲ្យតែកភ្លៀងហើយនឹងកូនកពឹសនឹងឯងទៅចាប់តែបាតដូចលោកស្អីលីគង់ឯណាមិនដែលលឺសោះនៅប្រែកចាក់ខេត្តកពតណានោះបើលោកលីយងផាត់លោកកុកអានឬក៏លោកហ៊ុនតូអីហ្នឹងគឺមាននៅក្នុងបញ្ជីរៀបនាមបទនកម្មអន្តរជាតិអីមកកណោអត់ដែលបានស៊ើបអង្កេតស្រាវជ្រាវអីទាំងអស់បាទឥឡូវនេះគឺតកតងនឹងរឿងនេះហើយបន្តទៅទៀតខ្ញុំចូលដល់រឿងទី2គឺនាយករដ្ឋមន្ត្រីថៃថាខ្លួនមិនជំទាស់ទេបើចិនចង់ធ្វើជាអ្នកសម្របសម្រួលបន្ធូរបន្ថយស្ថានភាពតានតឹងនៅបញ្ហាព្រំដែនកម្ពុជាថៃនេះបើយើងនិយាយមែនតើទៅវាជាដំណឹងល្អដែរទេព្រោះអីថៃបិទទ្វារហើយនៅក្នុងការចរចាជាមួយកម្ពុជារឿងព្រំដែនគោកព្រោះដោយសារតែលោកអនុទិនច័ន្ទវរៈគុលខឹងខ្មែរយើងក្នុងការដែលយករឿងនៅអាព្រំដែនសមុទ្រនោះតកតងនឹងច្បាប់សន្ធិសញ្ញាគ្រប់គ្រងដែនសមុទ្រ UNCLOS នោះដែលយកតររឿងថាឲ្យអាជ្ញាកណ្ដាលយកមកដោះស្រាយអីអញ្ចឹងតែមិនព្រមចរចាទ្វេភាគីណាតាមពិតល្បិចអនុទិនច័ន្ទវរៈគុលទេព្រោះអារឿង UNCLOS ហ្នឹងគឺជាផ្កាននងរបស់ថៃទេឲ្យជាប់ជាមួយនឹងញៀងផ្លែបបក់ដែលអត់មានដាក់នុយសោះហ្នឹងខ្មែរលូតចាប់ជាប់ផ្លែបបក់របស់ថៃហ្នឹងលេងលបែងថៃហ្នឹងគឺប្តឹងទៅអាជ្ញាកណ្ដាលធ្វើឲ្យថៃមានហេតុផលរឿងព្រំដែនគោកអត់ចរចាហ្មងព្រោះយើងទៅរកអ្នកកណ្ដាលរកកណ្ដាលទៅហើយត្រូវនឹងដឹងតែចិត្តខ្មែរអត់ប្តឹងទៅតុលាការព្រំដែនអន្តរជាតិទៀតឬក៏យុទ្ធធរអន្តរជាតិទៀតថៃស៊ីផុយក៏ប៉ុន្តែឥឡូវនេះគេនិយាយស្អំចិត្តគេចង់និយាយថាគេនឹងគឺជាអ្នកស្រឡាញ់សន្តិភាពចង់ចរចាអញ្ចឹងណាពងថាបិទផ្លូវចរចាអស់តែដល់ពេលទៅចិនដោយសារចិននេះគឺចិនអញ្ជើញទាំងខ្មែរអញ្ជើញទាំងថៃនិងប្រធានាធិបតីឬក៏នាយករដ្ឋមន្ត្រីមេដឹកនាំពិភពលោកដ៏ច្រើនទៀតទៅចូលរួមពិធីមួយគេហៅថាសន្និសិទបច្ចេកវិទ្យាសិប្បនិម្មិតបញ្ញាសិប្បនិម្មិត AI នោះនៅប្រទេសចិនព្រោះចិនគេបច្ចេកវិទ្យា AI គេហ្នឹងគឺល្បីជុំវិញពិភពលោកដែរគេលឿនមែនតើហើយក៏គេនាំទៅវាដោយទាំងលោកហ៊ុនម៉ាណែតដោយទាំងអនុទិនច័ន្ទវរៈគុលអញ្ចឹងពេលដែលអ្នកសារព័ត៌មានសួរលោកអនុទិនច័ន្ទវរៈគុលថាតើអាចមានលទ្ធភាពនៅក្នុងការដែលនាយករដ្ឋមន្ត្រីថៃប្រទេសថៃព្រមឲ្យចិនសម្របសម្រួលការចរចាកិច្ចការព្រំដែននេះដែរទេបើសិនជាចិនចង់ធ្វើជាអ្នកសម្របសម្រួលលោកអនុទិនឆ្លើយយ៉ាងខ្លីថាថៃអត់បិទទ្វារនេះទេបានន័យថាម៉េចបានន័យថាបើចិនចង់សម្របសម្រួលតាក់ទងនឹងការបន្ធូរបន្ថយភាពតានតឹងនៅព្រំដែនក៏ថៃមិនជំទាស់អីដែរតាមពិតរឿងនេះគឺជាភាសាការទូតដែរទេព្រោះអីថៃហើយនិងចិនមានទំនាក់ទំនងពាណិជ្ជកម្មធំជាងខ្មែរច្រើនដងណាស់ដូច្នេះចិនក៏ចំណេញពីថៃថៃក៏ចំណេញពីចិនចិនក៏ចំណេញពីខ្មែរច្រើនដែរតែខ្មែរចំណេញពីចិនបានតិចតួចណាស់អញ្ចឹងហើយបានជារឿងនេះយើងឃើញមានភាពអយុត្តិធម៌សម្រាប់ខ្មែរចិនមិនដែលសម្របសម្រួលទេចិនសម្របសម្រួលខ្មែរយើង2ដង3ដងហើយជាមួយថៃនឹងតែអត់បានផលទេព្រោះរឿងចំនួនព្រំដែនកម្ពុជាថៃមិនមែនកម្រិតចិនអីជួយបានទេគឺកម្រិតនយោបាយតកតងនឹងការរឿងនៅស្រុកថៃនេះព្រោះរឿងនេះគឺរឿងនយោបាយតែក្តៅនៅបាងកកគាត់យកមកដុតនៅព្រំដែនឥឡូវយកបានព្រំដែនយើងប៉ុណ្ណេះហើយចាំទៅ10000ឆ្នាំហើយបើមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិទេគឺ10000ឆ្នាំតែកម្ពុជាយើងនៅសង្ឃឹមចាំគេចរចាអញ្ចឹងណាបងប្អូនវាគួរឲ្យសោកស្ដាយដែរដែលយើងធ្វើម៉េចបើយើងខ្សោយជាងគេបើគេមិនចរចាក៏យើងមិនដឹងធ្វើម៉េចនៅតែថ្កោលទោសនៅតែតវ៉ាសុំអំពាវនាវអង្វរឲ្យគេដកចេញអង្វរឲ្យគេវាស់អីអញ្ចឹងតែប៉ុណ្្នឹងឯងតាមពិតថៃអត់មានត្រូវការកម្ពុជាមកអង្វរទេតែកម្ពុជាត្រូវតែអង្វរថៃព្រោះកម្ពុជាជាអ្នកខាតបង់ថៃជាអ្នកលួច
អ្នកប្លន់វាតែប៉ុណ្្នឹងឯងបាទឥឡូវបន្តទៅទៀតគឺខ្មែរយើងមុជមិនជ្រៅទៅមិនឆ្ងាយត្បិតរវល់ចំណាយពេលឡែរឿងលោកហ៊ុនសែនចាញ់បាល់អស់លោកអីតើកាលបានជាយើងមុជឲ្យជ្រៅទៅឲ្យឆ្ងាយបន្តិចទៅណាព្រោះអីបងប្អូនមានដឹងទេថាមកដល់ម៉ោងនេះសេដ្ឋកិច្ចកម្ពុជាយើងធ្លាក់ចុះពាក់កណ្ដាលជាងពាក់កណ្ដាលនេះគឺខាងមូលនិធិរូបិយប័ណ្ណអន្តរជាតិ IMF គេទឹមតែប្រាប់មកថាយើងចុះហើយដាំក្បាលចុះពាក់កណ្ដាលហើយពី 7.5 មកនៅសល់តែ 3% ទេទៅហើយនេះអាហ្នឹងប្រជាពលរដ្ឋខ្លោចផ្សារទេសចរធ្លាក់ពាក់កណ្ដាលជាងពីមុនមក10នាក់ឥឡូវបានតែ5នាក់បញ្ហាឆោបបោកអនឡាញបញ្ហាព្រំដែនបញ្ហាអត់ការងារធ្វើបញ្ហាជីបញ្ហាប្រេងបញ្ហា100ចម្ពុកនៅក្នុងប្រទេសកម្ពុជាអស់លោកមករវល់រឿងលោកហ៊ុនសែនចាញ់បាល់ហើយលោកហ៊ុនសែនហ្នឹងក៏ឲ្យរវល់ដែរគឺគាត់ឆ្លាតដែរគាត់ដឹងផ្កាននងរបស់គាត់ហ្នឹងដែរព្រោះដឹងប្រជាពលរដ្ឋខ្មែរយើងហ្នឹងចូលចិត្តអាផ្កាននងជាមួយនឹងញៀងផ្លែបបក់នៅពីក្រោយរបស់លោកហ៊ុនសែនហ្នឹងដែរគាត់បបក់មកដើម្បីពវៀងយើងឲ្យចាប់អារម្មណ៍ទៅលើបាល់ទាត់លើអីចឹងទៅហើយនាំគ្នាអង្គុយវិភាគឡាយបែកខ្ទិះនៅនឹងអត់ប្រយោជន៍ទាំងអស់គ្នាទាំងលោកហ៊ុនសែនទាំងអ្នកដែលគ្រប់គ្រងគណៈបកប្រឆាំងទាំងរដ្ឋាភិបាលហ្នឹងឆ្លោះគ្នាជេរគ្នាអត់ប្រយោជន៍ព្រោះអីលោកហ៊ុនសែនគាត់ភ្នាល់អ្នកណាចាញ់អ្នកហ្នឹងហ្មងហើយក្រុមប្រឆាំងគាត់ថាគាត់ប្រើភាសាអូយចឹងមិនថាគាត់ថាលោកហ៊ុនសែនមនុស្សចង្រៃមនុស្សអីខ្ញុំមែនតើទៅខ្ញុំជឿថាលោកហ៊ុនសែនគាត់ធ្វើខុសច្រើនដែលយើងនិយាយទៅនៅក្នុងការដឹកនាំជាតិយើងនឹងគឺដល់ស្ថានភាពបែបហ្នឹងយើងដឹងតាប៉ុន្តែរឿងគាត់ចង្រៃមិនចង្រៃរឿងស្អីហ្នឹងវាជាភាសាដែលក្រូតគ្រៀតធ្វើឲ្យតែឆ្លោះគ្នាប្រប្រយោជន៍ព្រោះអារឿងចាប់បាល់ចាប់អីហ្នឹងវាជាអំពើអបាយមុខដែលគួរឲ្យស្អប់ខ្ពើមហើយប៉ុន្តែមេដឹកនាំយើងទៅលេងផុកហើយហេតុអីបានជាយើងទៅលេងផុកមួយគាត់ខ្វងឲ្យឆ្ងល់ហើយហេតុអីបានជាទៅចាត់ទុកថាលោកហ៊ុនសែននឹងជាអច្ឆរិយៈបុគ្គលដែលឲ្យតែគាត់ចាប់ក្រុមណាគឺដឹងតែឈ្នះក្រុមហ្នឹងចាក់តាមគាត់ចឹងទៅអ្នកដែលចាក់តាមលោកហ៊ុនសែនហ្នឹងគឺតែក្រុមអមយថោងគណៈបកប្រជាជនកម្ពុជាដើម្បីអជ័យធ្លាក់ទឹកឲ្យអើដើម្បីមេទៅផ្លូវណាផោមកោបហ្នឹងទៅតាមគ្នាអញ្ចឹងទៅរួចយើងទៅជឿរឿងលបែងបាល់មូលហ្នឹងបានប្រយោជន៍អីនាំទៅឲ្យទៅឆ្លោះគ្នាបែកបាក់ជាតិយើងណាហើយពេលដែលគាត់ចាប់បារាំងចាញ់អេស្ប៉ាញ2គ្រាប់ថ្ងៃបន្ទាប់នេះម្សិលមិញនេះគាត់ចាប់អង់គ្លេសចាញ់អាហ្សង់ទីន1គ្រាប់2-1ហើយទៅស្ដាប់ការបកស្រាយដូចចាប់អន្ទង់របស់គាត់ថាបារាំងឈ្នះតែគាត់ចាក់ទៅឯណានៃនោះតែនិយាយរឿងគាត់ថាគាត់ផ្សាយជាសាធារណៈគាត់ទៅសើបារាំងតែប៉ុន្តែគាត់នៅខាងក្រោយគាត់ចាក់ក្រុមមកខាងទៀតលោកហ៊ុនសែនរំលឹកឲ្យឃើញអំពីចរិតរបស់ខ្មែរយើងណាដែលបត់ចន្ទះចរិតបែបនេះគឺវាហាក់បីដូចជាមិនទទួលស្គាល់ខ្លួនចង់ផ្សាយហ្នឹងគឺដើម្បីប្រាប់ថាខ្លួនព្យាករអនាគតមានចក្ខុវិស័យសំបីតែបាល់ទាត់ក៏ទាយមិនអោយខុសដែរគឺត្រូវតែទាយឲ្យត្រូវចឹងមកគឺគាត់ជាមេដឹកនាំដែលពូកែបើជាគ្រូទាយមកជាមេដឹកនាំបកែអញ្ចឹងយើងចាំបាច់យកលោកហ៊ុនសែនមកដឹកនាំប្រទេសអីយើងយកអ្នកនៅមានកំប៉ុងជើងធុកនៅវត្តភ្នំមកអង្គុយទាយទៅល្អហើយបើយើងងាប់ហើយបើយើងយកអ្នកដឹកនាំដែលមានចក្ខុវិស័យតាមការទាយបែបគ្រូទាយអញ្ចឹងងាប់ហើយយើងទាំងអស់គ្នានឹងក៏ត្រូវជឿអញ្ចឹងអីគាត់ចង់និយាយពីស្អីក៏និយាយទៅគឺដើម្បីពវៀងប្រវាយព្រឹត្តិការណ៍នឹងឲ្យយើងវល់ហើយគាត់គ្រប់គ្រងក្រុមបារាំងគាត់ទៅចាប់ក្រុមអេស្ប៉ាញឥឡូវគាត់ថាគាត់គ្រប់គ្រងក្រុមអង់គ្លេសមែនក៏ប៉ុន្តែគាត់ចាក់លុយទៅខាងគាត់ចាប់ទៅអាក្រុមខាងក្រុមអាហ្សង់ទីនអីចឹងទៅគាត់បង្ហាញនេះគឺបង្ហាញអំពីភាពដូចថាវិលអត់មានទិសតំបន់ណាដើម្បីអីយកតែរួចខ្លួនព្រោះតែគាត់ថាខុសប្រជាពលរដ្ឋថាគាត់មិនជាប្រកែទាយទុះទាយអីទេគ្មានស្អីចិត្តតែស្មានដូចតែគ្នាអីចឹងទៅកុំឲ្យខុសពេកគឺគាត់យកឈ្នះចិត្តទៅនិយាយពីរឿងគាត់ក៏ឈ្នះដែរព្រោះគាត់ចាប់ក្រុមមកខាងនេះរំលឹកឲ្យឃើញពីកីឡាករខ្មែរយើងទៅទាត់បាល់នៅវៀតណាមនៅSEA Gamesឆ្នាំណានោះបងប្អូនរឿងអាស្រូវផ្អើលពេញស្រុកខ្មែរ
ខ្លួនឯងទៅទាត់បាល់ជាមួយក្រុមវៀតណាមយើងទៅពេលចាក់បាល់អាកីឡាក៏លេងបាល់ខ្លួនឯងហ្នឹងទៅចាក់ឲ្យក្រុមវៀតណាមយកក្រុមវៀតណាមឈ្នះយើងជាអ្នកទាត់បាល់យើងអត់ជឿលើសមត្ថភាពខ្លួនឯងចាក់លុយកុំឲ្យចាញ់ដឹងតែក្រុមវៀតណាមឈ្នះហើយប៉ុន្តែអូជ័យយកកម្ពុជាជ័យយកកម្ពុជាតែដល់ពេលចាក់បាល់ចាក់ក្រុមវៀតណាមឯណោះវិញដើម្បីរងព្រោះដឹងតែយើងទៅមិនឈ្នះគេតែអូបដូរផ្ដាច់ឲ្យឈ្នះយើងជាកីឡាករមិនទាំងហ៊ានចាប់លុយខ្លួនឯងផងចឹងយើងប្រកែប៉ុណ្ណាទៅនឹងបានន័យថាយើងចាក់ខ្សែរឿងនេះគ្រោះថ្នាក់អ្នកដឹកនាំចាក់ខ្សែក៏គ្រោះថ្នាក់កីឡាករចាក់ខ្សែក៏គ្រោះថ្នាក់អ្នកផ្សេងណាទៀតចាក់ខ្សែក៏គ្រោះថ្នាក់ព្រោះយើងអត់មានចំហយើងចង់និយាយថាយើងអត់មានចំហច្បាស់លាស់យើងអត់ជឿលើគោលការណ៍ច្បាស់លាស់អីមួយគឺយើងចាក់ខ្សែធ្វើម៉េចឲ្យតែមកឈ្នះហើយអញ្ចឹងហើយបានជាខ្ញុំស្នើសុំឲ្យបងប្អូនទាំងអស់ឈប់ឡាយតាមលោកហ៊ុនសែនរឿងបាល់ហ្នឹងឲ្យគាត់ទៅតែគាត់ទៅព្រោះអីថ្នាក់ដឹកនាំអត់មានម៉ោងនេះមកនិយាយពីរឿងស្អីណាគ្រប់គ្រងបាល់មើលទៅក្រុមគ្រួសារអីបងប្អូនមិត្តភ័ក្តិបានមិនចាំបាច់មកផ្សាយតាមបណ្ដាញសង្គមអីទេព្រោះអារឿងមើលបាល់កីឡាហ្នឹងគេគ្រប់គ្រងគ្រប់តែប្រទេសហ្នឹងជាតិសាសន៍ណាក៏គេធ្វើដែរប៉ុន្តែគេអត់ដែលមកឡើងមកនិយាយគ្រប់គ្រងក្រុមនេះគ្រប់គ្រងក្រុមនោះព្រោះវាប៉ះពាល់ដល់ការដែលយើងរើសអើងក្រុមរើសអើងប្រទេសព្រោះតាក់ទងតំណែងតំណងការទូតព្រោះអីម្ដងក្រុមនេះឈ្នះម្ដងក្រុមនោះឈ្នះបើយើងសរសើរក្រុមនេះវាអន់ចិត្តក្រុមនោះដូចជាហួយនឹងសង្ខ្យាអញ្ចឹងណាញ៉ាំនាងណាបើសិនតែវាស្រស់ដូចគ្នាឆ្ងាញ់ដូចគ្នាអីចឹងតែលុយមានសម្រាប់តែបង្អែមមួយចានបើញ៉ាំនាងនេះមកស្ដាយនាងនោះអញ្ចឹងយើងយកទាំងពីរបដ ாய் ទៅឧទាហរណ៍អាហ្នឹងសូម្បីតែប័ណ្ណចម្រៀងឬក៏ចពាក់សិនហូបទាំងពីរហូបទាំងចាហួយហូបទាំងសង្ខ្យាអីចឹងទៅសូម្បីតែចម្រៀងលោកស៊ីនស៊ីសមុទ្រពីសម័យដើមក៏បញ្យល់អំពីការដែលត្រូវឲ្យមានភាពថ្លឹងថ្លែងកុំលឹះលួសអីចឹងដែរអញ្ចឹងបងប្អូនណាផ្ចង់អារម្មណ៍មកវិញកម្ពុជាសពថ្ងៃអត់មានបានផលអីពីបាល់ទាត់នេះទេក្រៅតែពីនាំគ្នាជេរបន្តិចអត់ប្រយោជន៍ផ្ដោតអារម្មណ៍មករឿងព្រំដែនវិញផ្ដោតអារម្មណ៍មករឿង scam online ឆបោក online ផ្ដោតអារម្មណ៍មកលើបញ្ហាកសិករស្រូវជីបញ្ហារាជការបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះបញ្ហាអត់ភ្ញៀវទេសចរបញ្ហាអសកម្មនៅក្នុងសង្គមបញ្ហាអំពើពុករលួយបញ្ហាបោះឆ្នោតសិទ្ធិមនុស្សកម្មជនគេចាប់ដាក់គុកបញ្ហាលោកកម្មសខាបាត់សិទ្ធិសេរីភាពលោករងជនអស់សិទ្ធិនេះត្រូវផ្ដោតមករឿងនេះបានជារឿងអាយុជីវិតជាតិព្រោះបាល់ទាត់នេះវាកើតឡើងរាល់តែឆ្នាំហើយអត់ប្រយោជន៍ទេស្រឡាញ់ទៅខ្ញុំមិនទៅខាត់ទេក៏ប៉ុន្តែកុំឲ្យវាយឡាយអីចឹងពេកអូខេឥឡូវតាក់តងបន្តទៅទៀតរឿងអ្នករត់កង់3ម្នាក់ត្រូវបានផ្ដន្ទាទោសជាប់ពន្ធនាគារ4ឆ្នាំជុំវិញការបង្ហោះសារពីបញ្ហាព្រំដែនបើបង្ហោះបាល់ទាត់អត់អីតែបង្ហោះរឿងព្រំដែនដឹងតែជាប់គុកចឹងហ្មងយើងឃើញអង្គការលីកាដូមូលដ្ឋានបានរាយការណ៍ពីថ្ងៃទី16ម្សិលមិញថា16ម្សិលមិញ16ថ្ងៃហ្នឹងឯងបងប្អូនខ្ញុំនោះដូចចង់ទៅលឿនមែនតើកាលពីថ្ងៃទី15ខែកក្កដាសាលាដំបងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោកហុករ៉េនដែលជាអ្នករត់កង់3និងប្រើប្រាស់បណ្ដាញសង្គមមួយរូបឲ្យជាប់ពន្ធនាគារ4ឆ្នាំពីបទធ្វើឲ្យខូចទឹកចិត្តកងទ័ពនិងញុះញង់នាំឲ្យមានការវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាប់តាក់ទងទៅនឹងការបង្ហោះសារលើបណ្ដាញសង្គម Facebook របស់លោកពីបញ្ហាព្រំដែនកម្ពុជាថៃនេះបើសិនជាដូចលោកហុករ៉េនណាគាត់តែនិយាយប៉ុណ្ណឹងជាប់គុកគាត់និយាយពីរឿងទាហានខ្មែរខ្វះម៉ោងនេះមួងណារ៉េតនេះបើគេដាក់គុកវិញណាប្រហែលជា100ជីវិតដែរបើនិយាយពីរឿងគុកព្រោះខ្ញុំក៏និយាយច្រើនដែរពីរឿងការពិតតាក់ទងនឹងកងទ័ពរឿងបែបនេះនៅស្រុកសេរីគេនិយាយគេបញ្ហាទេប៉ុន្តែនៅស្រុកខ្មែរគឺអញ្ចឹងអានេះគឺជាម៉ែត្រវាស់អំពីរបៀបដឹកនាំបែបផ្ដាច់ការឲ្យយើងទៅប្រាប់ថាកម្ពុជាជាឋានសួគ៌ឋានសុខសេរីភាពអីហ្នឹងសេរីភាពសាក់តែនិយាយតាគ្រប់គ្រងរដ្ឋាភិបាលគឺដឹងឲ្យបានផលតទៅពេលប្រឆាំងតាមមួយម៉ាត់គ្រប់គ្រង10ឆ្នាំក៏ដោយ20ឆ្នាំក៏ដោយ100ឆ្នាំក៏ដោយតាមមួយម៉ាត់ចុងក្រោយគឺជាប់គុកចឹងមកឲ្យតែហ៊ានគឺថាតវ៉ាខ្មាំងប្រឆាំងខ្មោចដូចតែសម័យខ្មែរក្រហមដែរលោកហុករ៉េនអាយុ51ឆ្នាំគឺចាប់ជាលើកទី2ទៅហើយនៅរសៀលថ្ងៃទី19ខែធ្នូ2025ភ្លាមក្រោយលោកបានបញ្ចេញការរិះគន់លើបណ្ដាញសង្គម Facebook ទៅលើថ្នាក់ដឹកនាំរដ្ឋាភិបាលជំវិញចំណាត់ការចំនួនព្រំដែនកម្ពុជាថៃនៅអំឡុងឆ្នាំ2025លោករ៉េនត្រូវបានចោទប្រកាន់ពីបទដែលមានជំរាបខាងលើហ្នឹងលោករ៉េនក៏ត្រូវបានចោទប្រកាន់ពីបទមិនរៀងចាលទៀតព្រោះធ្លាប់ជាប់គុកបទមជ្ឈិមបន្ទាប់ពីផ្ដន្ទាទោសរួចហើយដែលកាលនោះគឺគាត់ប្រព្រឹត្តគេ
ឥឡូវលោករ៉េនត្រូវបានជាប់ពន្ធនាគាររយៈពេល18ខែហើយទៅបោះកាលមុនជាប់18ខែដោះលែងអនុវត្តទោសរួចរាល់នៅក្នុងខែមករាឆ្នាំ2025បន្ទាប់មកលើចាប់ខ្លួនទៀតហើយឥឡូវជាប់គុកទៀតយើងទៅអត់រៀងចាលមិនដូចខ្ញុំនិយាយចឹងយើងអត់ប្រព្រឹត្តខុសអីយើងអត់អាចរៀងចាលកើតទេដូចកញ្ញាឈឹមស៊ីធដោយលោករងឈុនដោយលោកកើតសារាយប្រព្រឹត្តបទល្មើសដែលមិនមែនជាបទល្មើសហើយយើងចោទគេតាមបែបនយោបាយមកគឺថាហូបបាយខុសដល់ពេលចេញពីគុកមកហូបបាយទៀតជាប់គុកទៀតហើយព្រោះហូបបាយរាល់ថ្ងៃខុសដែរអាហ្នឹងខ្ញុំនិយាយឧទាហរណ៍ឲ្យសាមញ្ញយើងរកកន្លែងខុសអត់ឃើញព្រោះហូបបាយដើម្បីរស់ដល់ពេលហើយគេថាជាប់គុកដោយសារលើកមុនជាប់គុកដោយសារយើងរស់ហូបបាយយើងថាខុសដែរហូបបាយដល់ពេលចេញមកទៅហូបបាយទៀតគេថាអត់រៀងចាលព្រោះនៅហូបបាយទៀតជាប់គុកទៀតបាទហ្នឹងគឺច្បាប់នៅស្រុកខ្មែរឥឡូវបន្តទៀតបងប្អូនគឺជប៉ុនថាកំពុងតែតាមដានយ៉ាងស្អិតឬប៉ុន្តែមុននឹងជប៉ុនតាមដានស្អិតនេះខ្ញុំនិយាយពីការផ្ទុះការវែកញែករឿងកំហុសអក្ខរាវិរុទ្ធក្នុងលិខិតលើកលែងទោសអក្រិតជនបែលហ្សិកជួញដូរគ្រឿងញៀនរឿងនេះតាមពិតវាមិនគួរជារឿងខ្ញុំយកមកផ្សាយអីទេបងប្អូនក៏ប៉ុន្តែពេលដែលខ្ញុំផ្សាយនេះគឺជាន័យអប់រំន័យដាស់តឿននិងក្រើនរំលឹកឬក៏ជាបច្ច័យដើម្បីដូចថាយកទៅកែផងហើយពន្យល់ទៀតបងប្អូនឃើញបរិយាក្រិតរបស់តាមពិតបរិយាក្រិតនេះគឺសញ្ញេដោយលោកហ៊ុនសែននេះព្រោះលោកហ៊ុនសែនឆ្លៀតឱកាសពេលព្រះមហាក្សត្រខ្មែរកំពុងសម្រាប់ព្យាបាលនៅពេលកាំងហ្នឹងគឺបានមកសរសេរចុះហត្ថលេខាលើកលែងទោសជនជាតិបែលហ្សិកដែលជួញដូរគ្រឿងញៀនជាង1គីឡូហ្នឹងដែលជាប់គុកអស់មួយជីវិតហ្នឹងតាមសំណើកូនប្រុសរបស់គាត់គឺលោកហ៊ុនម៉ាណែតហ្នឹងគឺមិនដឹងថាមានរឿងអីបានជាទៅលើកលែងទោសតន់ដិតដែលជួញដូរគ្រឿងញៀនជាប់គុកមួយជីវិតខ្ញុំកំពុងតែឆ្ងល់រឿងហ្នឹងវាជួយដល់ជាតិខ្មែរនឹងសំខាន់ប៉ុណ្ណាទៅដោះលែងតន់ដិតនេះទៅធ្វើឲ្យជាតិយើងនឹងคล้ายទៅជាប្រទេសសេរីប្រជាធិបតេយ្យសេដ្ឋកិច្ចយើងកើនឬក៏យ៉ាងម៉េចចោះលោកកម្មសខាលោករងឈុននេះដែលដោះទៅដែលបានទទួលរួចទណ្ឌកម្មពីបរទេសហេតុអីក៏មិនដោះមកដោះលោកបែលហ្សិកនេះតើបានចំណេញអីដល់ជាតិក្រៅតែពីមិនដឹងរឿងអីឲ្យប្រកាសហើយអ្នកជាប់ទោសគ្រឿងញៀនហ្នឹងវាអត់ត្រូវការទទួលរឿងលើកលែងទោសអីតតែសោះគេលើកលែងទោសតែចោលលួចមន់លួចចេកស្អីបន្តិចបន្តួចឆ្លោះគ្នាក្នុងគ្រួសារអីប្តីវាយប្រពន្ធវាយប្តីទាស់សម្ដីគ្នាអីឡាក់នឹងឡាក់អីបន្តិចបន្តួចចេះទេហើយអញ្ចឹងអ្នកទោសនយោបាយអីដោះលែងគ្នាទៅមកដោះលែងអ្នកទោសអក្រិតជនជាប់គុកមួយជីវិតដែលជាជនជាតិបែលហ្សិកគេរិះគន់គាត់គ្រប់គ្នាឥឡូវទាំងឪទាំងកូនទាំងលោកហ៊ុនម៉ាណែតទាំងលោកហ៊ុនសែននាំគ្នាបានបកគោណាព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីលោករួចខ្លួនដែរព្រោះអីកន្លែងទៅអង្គប្រថាប់ព្យាបាលប្រជារោគនៅពេលកាំងទៅខាងលោកហ៊ុនសែនបញ្ញាប់ជាមួយលោកហ៊ុនម៉ាណែតកុំឲ្យលោកព្រះមហាក្សត្រយាងមកតន់អញ្ចឹងលើកលែងទោសទៅហើយដល់ប្រហែលជាបញ្ញាប់ពេកហ្នឹងក៏តែមិនដឹងសរសេរអាការត្រាស់បង្គាប់ហ្នឹងប្រើភាសាមួយដែលធ្វើឲ្យបណ្ដាញសង្គមហ្នឹងផ្សាយព្រាតថាហេតុអីបានជាគេប្រើពាក្យនៅក្នុងមាត្រាមួយនេះនិយាយថាលើកលែងទោសទៅដល់ជនឈ្មោះតាំងហ្គុយអេឌីតៃយេហើយតាមអំណាចសាលក្រមព្រហ្មទណ្ឌលេខប៉ុណ្ណេះរបស់តុលាការកំពូលតាមពិតប្រជាពលរដ្ឋដែលគេលើកឡើងហ្នឹងគឺមិនជារឿងអីទេគឺរឿងសរសេរភាសាខុសនៅក្នុងបរិយាក្រិតនេះប្រហែលជាមានតែ3បន្ទាត់សោះខុសដែរគឺរឿងសរសេរថាការលើកលែងទោសនេះគឺធ្វើតាមសាលក្រមរបស់តុលាការកំពូលគាត់ជំទាស់ហ្នឹងមិនមែនជំទាស់រឿងលើកលែងទោសទេឥឡូវមកនាំគ្នាជជែករឿងសរសៃមីនិងសរសៃកាទៀវអត់ជជែករឿងសាហាយស្មន់ដែលនាំស្រីទៅហូបចូលហាងហូបស្អីនៅក្នុងហាងហ្នឹងឥឡូវអារឿងមានស្រីអត់ជជែកទៀតទេជជែកពីរឿងសរសៃមីនិងសរសៃកាទៀវវិញណាវាទៅជាវល់ចេះវិញគាត់ជជែករឿងខុសពាក្យថាពាក្យតុលាការកំពូលគេអត់អាចប្រើសាលក្រមទេអញ្ចឹងអ្នកណាឲ្យខុសប្រកាសនៅក្នុងការធ្វើបរិយាក្រិតដែលមានតែ2-3បន្ទាត់ហ្នឹងជាការពិតបងប្អូនការលើកឡើងរបស់បងប្អូនលើបណ្ដាញសង្គមហ្នឹងក៏មានហេតុសំផលសំរុំដែរប៉ុន្តែយើងអត់និយាយពីរឿងហេតុអីបានជាគេលើកលែងទោសលោកជនជាតិបែលហ្សិកនេះយើងមកនាំគ្នាឆ្លោះគ្នារឿងពាក្យប្រើខុសព្រោះធម្មតានៅក្នុងពាក្យបច្ចេកទេសខ្មែរគេមានឋានានុក្រមរបស់ពាក្យនៅក្នុងសេចក្តីសម្រេចរបស់តុលាការ
សេចក្តីសម្រេចតុលាការជាន់ទាបសាលាដំបងគេប្រើថាសាលក្រមខ្ញុំបានបញ្យល់បងប្អូនច្រើនដងដែរប៉ុន្តែនេះប្រហែលជាកំហុសអក្ខរាវិរុទ្ធទេប្រហែលជា copy ទៅវាលឿនពេកព្រោះបញ្ញាប់ខ្លាច់បកូណាយាងមកស្រុកខ្មែរវិញតាន់លោកហ៊ុនសែនបាត់ងារជាប្រមុខរដ្ឋស្ដីទីមិនអាចឡាយប្រហោះលេខានេះហើយឡាយតែត្រូវអាចបកូណាលោកមិនអាចឡាយប្រហោះលេខាអីចឹងកុំឲ្យបកូណាប្របាក់បញ្ញាប់ទៅក៏អាចខុសពាក្យនឹងលឿនទៅមើលមិនតាន់ក៏ថាបានដែរគឺដោយសារអីសាលាជាន់ទាបគេប្រើសាលក្រមពេលដល់ឧទ្ធរទៅគឺគេប្រើសាលដីកាសេចក្តីសម្រេចអត់លែងសាលក្រមទៀតហើយព្រោះវាមានឋានានុក្រមខុសគ្នានិយាយទៅសាលក្រមតែសាលាដំបងឯងចាប់ពីឧទ្ធរទៅដល់កំពូលគឺសាលដីកាទាំងអស់អានេះគឺជាបើថាយើងមិនច្បាស់យើងប្រើពាក្យសេចក្តីសម្រេចទៅអានឹងវាស្រួលជាងព្រោះសេចក្តីសម្រេចរបស់តុលាការសាលាដំបងក៏បានសេចក្តីសម្រេចរបស់ឧទ្ធរក៏បានសេចក្តីសម្រេចរបស់តុលាការកំពូលក៏បានក៏ប៉ុន្តែបើយើងដូរសេចក្តីសម្រេចមកពីឈ្មោះសាលក្រមវិញគឺបានតែសេចក្តីសម្រេចរបស់សាលាដំបងសាលក្រមសេចក្តីសម្រេចរបស់សាលាឧទ្ធរគឺសាលដីការបស់តុលាកំពូលក៏សាលដីកាដែរគឺគេមានអញ្ចឹងហើយដល់ពេលគាត់ក៏ថាសាលក្រមរបស់តុលាការកំពូលអ្នកដែលសួរហ្នឹងក៏សួរថាឥឡូវគេដូរពីអីអញ្ចឹងចាប់ពីតុលាការកំពូលទៅគេអាចប្រើសាលក្រមបានឬក៏គេនៅតែប្រើសាលដីកាគេគ្រាន់តែហើយចឹងបានថាបងប្អូនខ្មែរយើងស្អីក៏មានដែរហើយដល់ចឹងមកឡែរឿងហ្នឹងតាមពិតវាជាកំហុសទេអ្នកដែលសរសេរបរិយាក្រិតនេះយកតកែទៅមិនបាច់វែងឆ្ងាយទេព្រោះវាអត់មានអ្នកណាគេប្រើពាក្យសាលក្រមជាមួយតុលាការឧទ្ធរនិងសាលាកំពូលថាចាំបាច់មកបកស្រាយវែងឆ្ងាយអីថាគេប្រើអាហ្នឹងបានតិចទៅកាត់ក្បាលឲ្យត្រូវមួកទៀតទៅថាកុំឲ្យអ្នកដែលរៀបចំឲ្យលោកហ៊ុនសែនសញ្ញេហ្នឹងកុំឲ្យបាក់មុខគឺអត់មើលខុសត្រូវប៉ុន្តែចាប់ផ្ដើមកាត់ក្បាលឲ្យត្រូវមួកហ្នឹងបានន័យថាចាប់ពីពេលនេះតទៅប្រើពាក្យសាលក្រមជាមួយតុលាការកំពូលតុលាការឧទ្ធរដែរអាហ្នឹងគឺជារឿងឡាប់ឡាយមែនតើកុំផ្ដេសផ្ដាស់ឲ្យសោះប្រាប់ទៅថាអាហ្នឹងសរសេរខុសទេហើយកែទៅព្រោះអត់មានពាក្យខ្មែរណាសម្រាប់សាលក្រមសម្រាប់តុលាការកំពូលទេគឺចាប់ពីឧទ្ធរទៅដល់តុលាការកំពូលគឺគេហៅថាសាលដីកាហើយព្រោះសំបីតែឋានានុក្រមរបស់ជនសង្ស័យហ្នឹងក៏គេមានដំណាក់កាលដែរជនតែគេគាត់ដំបងឡើយគេហៅសង្ស័យក្រោយមកជនត្រូវចោតអត់ទាន់បានចោតទេសង្ស័យត្រូវចោតព្រោះតិចទៀតគេចោតដែរហើយដល់ពេលសង្ស័យត្រូវចោតពេលដែលគេចោតហើយគេហៅជនជាប់ចោតគឺនីតិវិធីគេដឹងថាអូសង្ស័យនៅមុខនីតិវិធីស៊ើបអង្កេតអត់ទាន់ដល់ជំនុំជម្រះទេដល់តែពេលត្រូវចោតបានន័យថាគេចិត្តចោតគេហៅជនត្រូវចោតហ្នឹងអូនីតិវិធីហ្នឹងអត់ទាន់ដល់ជំនុំជម្រះទៀតនៅមុខអង្គបូរេឬក៏ប៉ូលីសស៊ើបអង្កេតអីស៊ើបសួរអីដល់ពេលគេចោតហើយគេហៅជនជាប់ចោតហ្នឹងបានន័យថាបញ្ជូនទៅជំនុំជម្រះដល់ពេលជនជាប់ចោតហ្នឹងពេលដែលគេកាត់ទោសគេហៅតន់ដិតអីចឹងទៅដល់ពេលតន់ដិតហ្នឹងគឺវានៅអត់ទាន់មានសាលក្រមស្ថាពរច្បាប់នៅការពារថាមិនទាន់ជាពិរុទ្ធជនអីចឹងទៀតវាច្រើនណាបងប្អូនប៉ុន្តែហើយណាហើយយើងនាំគ្នាមកវាយជជែករឿងហ្នឹងខាត់ពេលណាប៉ុន្តែយ៉ាងណាបងប្អូនជួនកាលវាលឿនពេកដែរដូចខ្ញុំនិយាយចឹងតែយើងបញ្ញាប់ពេកទៅទៅសេមើលវាមិនទាន់ទេព្រោះឡាយបញ្ញាប់ទៅលើកលែងទោសជនអក្រិតជួញដូរគ្រឿងញៀនបើនៅសិង្ហបុរីគេប្រហារជីវិតបាត់ហើយអញ្ចឹងសារនេះនឹងប្រាប់ជនជួញដូរគ្រឿងញៀននៅពិភពលោកថានៅស្រុកខ្មែរណាអញជួញដូរគ្រឿងញៀនដល់1គីឡូជាងក៏ដោយបើជាជនបរទេសក៏នៅតែលើកលែងទោសរួចដែរអញ្ចឹងអ្នកជួញដូរគ្រឿងញៀនកំពុងតែសប្បាយងាប់ហើយនោះហើយខ្មែរយើងភ័យឲ្យហើយទៅតែពេលអញ្ចឹងគឺណាគេខ្លាចបន្តទៅទៀតព័ត៌មានអន្តរជាតិហើយនេះនោះគឺជប៉ុនថាខ្លួនកំពុងតែតាមដានយ៉ាងស្អិតរឿងអាមេរិកបើកយុទ្ធនាការកម្ចាយតុលាការព្រំដែនអន្តរជាតិ ICC ដែលជនជាតិជប៉ុនជាប្រធានតុលាការនេះបាទនេះគឺជាប្រវត្តិសាស្ត្របងប្អូននៅក្នុងពិភពលោកគឺជប៉ុនអត់ដែលមានចៅក្រមឬក៏ប្រជាពលរដ្ឋជប៉ុនដែលជាប្រធានរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នេះណាហើយដូច្នេះនៅក្នុងន័យនេះគឺនៅពេលដែលជប៉ុនឬអាមេរិកចាប់ផ្ដើមធ្វើយុទ្ធនាការកំចាយកំទេចតុលាការព្រហ្មទណ្ឌអន្តរជាតិនេះឲ្យខាងតែបានជាលក្ខណៈជាតិគឺជប៉ុនចាប់ផ្ដើមប្រយ័ត្នប្រយែងព្រោះជប៉ុនគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយអាមេរិកដែរក៏ប៉ុន្តែ
រឿងនេះអាមេរិកធ្វើជាមួយតុលាការព្រំប្រទានអន្តរជាតិនេះគឺជារឿងនយោបាយទេរឿងបច្ចេកទេសធ្វើអីតុលាការនេះអត់បានទេហេតុអីបានជាអាមេរិកធ្វើរឿងនេះឲ្យខ្ញុំចាត់ទុកថាជារឿងនយោបាយអាមេរិកមិនអាចធ្វើចាត់ការតុលាការនេះបានព្រោះតុលាការនេះគឺជាស្ថាប័នឯករាជ្យក្របខ័ណ្ឌអង្គការសហប្រជាជាតិហើយអ្វីដែលអាមេរិកធ្វើតុលាការនេះអត់បានហ្នឹងគឺអញ្ចេះឥឡូវខ្ញុំនិយាយសាវតាហ្នឹងខ្លីបន្តិចដើម្បីកុំឲ្យបងប្អូនអត់ដឹងថារឿងហ្នឹងយ៉ាងម៉េចម្សិលមួយថ្ងៃនេះគឺទាំងក្រសួងយុតិធធម៌អាមេរិកទាំងក្រសួងការបរទេសអាមេរិកលោក Marco Rubio បានចេញសេចក្តីថ្លែងការណ៍ប្រកាសគឺរំលាយអង្គការចាត់តាំងរបស់តុលាការព្រំប្រទានអន្តរជាតិនេះឲ្យខាងតែបានតាមរយៈការផ្ដាច់លុយតាមរយៈការធ្វើទុកបុកម្នេញដល់ចៅក្រមឬក៏មន្ត្រីតុលាការនេះឲ្យប្រទេសសម្ព័ន្ធមិត្តហាមទិដ្ឋាការឬដាក់ទណ្ឌកម្មអីយ៉ាងម៉េចធ្វើឲ្យស្ថាប័ននេះគឺយ៉ាប់ដោយសារអីដោយសារតែតុលាការនេះចង់ស៊ើបអង្កេតផ្ដន្ទាទោសទៅហ៊ានអាមេរិកឬក៏មេដឹកនាំអាមេរិកដែលឈ្លានពានអាហ្វហ្គានីស្ថានយូរហើយឥឡូវនេះដល់រឿងអ៊ីរ៉ង់ទៀតចឹងអាមេរិករៀងផ្អើលដែរព្រោះអ៊ីរ៉ង់នេះជាអំពើឈ្លានពានដែនអធិបតេយ្យរដ្ឋបរទេសទេណាបើតាមច្បាប់គឺអាមេរិកធ្វើអត់ត្រូវទេគាត់ថាតាមសិលធម៌គឺយើងទៅរំលាយអង្គការចាត់តាំងរបស់ប្រទេសផ្ដាច់ការដើម្បីយកសិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋវិញក៏វាល្អដែលប៉ុន្តែច្បាប់ទម្លាប់យើងមិនមែនចេះតែដើរធ្វើអញ្ចឹងស្រេចចិត្តទេអាមេរិកធ្វើត្រូវក្នុងន័យថាជួយឲ្យប្រទេសអ៊ីរ៉ង់ប្រជាពលរដ្ឋមានសិទ្ធិមនុស្សប្រជាធិបតេយ្យឡើងវិញរួចពីកញ្ញាំជនផ្ដាច់ការប៉ុន្តែខុសត្រង់ថាការឈ្លានពានរដ្ឋបរទេសនេះគឺអត់ត្រូវតាមច្បាប់អន្តរជាតិទេអញ្ចឹងអាមេរិកក៏ភ័យខ្លួនដែរព្រោះតុលាការនេះបើឯករាជ្យបែបនេះគឺអាចបើកការស៊ើបអង្កេតដើម្បីចាប់ទាហានអាមេរិកយកទៅផ្ដន្ទាទោសបានឬក៏មេដឹកនាំដែលបញ្ជាឲ្យឈ្លានពានរដ្ឋបរទេសនេះព្រោះតុលាការនេះមានសមត្ថកិច្ចអាមេរិកមិនមែនជាសមាជិកមែនក៏ប៉ុន្តែគេធ្លាប់កាត់ទោសឲ្យតែរឿងហ្នឹងកើតឡើងក្នុងដែនដីដែលជាសមាជិករបស់តុលាការព្រំប្រទានអន្តរជាតិដោយសារដឹងរឿងនេះឯងអាមេរិកគេថាឲ្យតែតុលាការនេះស៊ើបអង្កេតអីក៏ដោយគឺវាប៉ះពាល់ដល់អធិបតេយ្យរបស់អាមេរិកប្រព័ន្ធតុលាការអាមេរិកវាប៉ះពាល់ដល់ទឹកចិត្តរបស់កងទ័ពអាមេរិកទៀតព្រោះតែឮតែវាយអីឆ្លៀនពៀនទៅប្រទេសដទៃហើយគេអាចចាប់បានអញ្ចឹងទាហានអាចបាក់ទឹកចិត្តមេបញ្ជាការអាចឈប់ទទួលបញ្ជាពីកងទ័ពព្រោះអីកុំថាឡើយតុលាការព្រំប្រទានអន្តរជាតិសំបីតែប្រព័ន្ធសហរដ្ឋអាមេរិកនេះគឺសភាគេក៏គេបោះឆ្នោតអនុម័តទៅមួយអាទិត្យមុនដែរប្រាប់ថាអត់ឲ្យលោកត្រាំទៅធ្វើសង្គ្រាមតែអត់សុំរដ្ឋសភាគេទេព្រោះជាអំពើឈ្លានពានខុសច្បាប់រដ្ឋធម្មនុញ្ញអាមេរិកទៀតអញ្ចឹងអាមេរិកវាហាក់បីដូចជាទាល់ច្រកច្រើនយ៉ាងដែររដ្ឋបាលលោកត្រាំណាបើយើងនិយាយឲ្យមែនតើឲ្យតាមតត្ថភាពជាក់ស្ដែងគាត់ខំប្រឹងធ្វើដើម្បីរំដោះអ៊ីរ៉ង់ចេញពីពួកផ្ដាច់ការមែនក៏ប៉ុន្តែអំពើគាត់ហ្នឹងគឺរងការរាំងស្ទះដោយសារវាខុសច្បាប់ច្រើនពេកអញ្ចឹងទៅបានជាគេចេះតែទប់ហ្នឹងដល់ទប់ឥឡូវដើម្បីជាការលើកទឹកចិត្តកងទ័ពដើម្បីឲ្យសង្គ្រាមហ្នឹងកាន់តែទៅទៀតឲ្យអាមេរិករួចខ្លួនគឺបានជាចេញការវាយប្រហារទៅខាងស្ថាប័ននេះប៉ុន្តែអត់ជោគជ័យទេបងប្អូនហេតុអីបានខ្ញុំថាអត់ជោគជ័យវាអាចថាវាធ្វើឲ្យអាមេរិកហ្នឹងគឺស្អំចិត្តប្រជាពលរដ្ឋខ្លួនឯងនិងកងទ័ពខ្លួនឯងប៉ុន្តែឲ្យជោគជ័យលើតុលាការព្រំប្រទានអន្តរជាតិនេះអត់ទេដោយសារតែតុលាការនេះជាស្ថាប័នឯករាជ្យហើយបានលុយមកពីណាបងប្អូនសំណួរសួរថាបើស្ថាប័ននេះដួលគឺតតែដាច់លុយតើលុយបានមកពីណាដើម្បីឧបត្ថម្ភស្ថាប័ននេះបងប្អូនស្ថាប័នតុលាការព្រំប្រទានអន្តរជាតិនេះណាមានទឹកប្រាក់ដែលត្រូវការបើកមួយឆ្នាំត្រូវចាយលុយ$210 លានលុយនឹងបានមកពីណាចម្លើយគឺខ្លីលុយបានពីសមាជិករបស់អង្គការតុលាការព្រំប្រទានអន្តរជាតិ ICC នេះទាំង125ប្រទេសសពថ្ងៃនេះប្រទេសនៅលើពិភពលោកមាន200ណាបងប្អូនមានតែ125ប្រទេសទេដែលជាសមាជិករបស់តុលាការព្រំប្រទានអន្តរជាតិនេះប៉ុន្តែមិនមែនបានន័យថាគេអត់អាចកាត់ទោសបានប្រទេសដែលជាមិនមែនសមាជិកទេឲ្យតែអ ுக ្រិតកម្មហ្នឹងកើតឡើងក្នុងដែនដីរដ្ឋជាសមាជិកគឺអ្នកណាមិនជាសមាជិកក៏ដោយអ្នកឯងតែប្រព្រឹត្តក្នុងរដ្ឋជាសមាជិកគឺកាត់ក្តីបានទាំងអស់ហើយយកបុគ្គលដែលជាមេបញ្ជាការយកទៅផ្ដន្ទាទោសអញ្ចឹងហើយលុយ$210 លានក្នុងមួយឆ្នាំនេះគឺបានមកពីប្រាក់សមាជិកនឹងឯងកម្ពុជាត្រូវបង់លុយទៅអង្គតុលាការព្រំប្រទានអន្តរជាតិនឹងរាល់ឆ្នាំណាបងប្អូនយើងជាសមាជិកយើងបង់តាមសទ្ធាឬក៏តាមកម្រិតនៃសេដ្ឋកិច្ចរបស់ខ្លួនអ្នកច្រើនបង់ច្រើនអ្នកតិចបង់តិចគឺគេមើលតាមទំហំសេដ្ឋកិច្ចអ្នកណាចង់បរិច្ចាគថែមក៏បានដែរអញ្ចឹងត្រូវចាំថាកម្ពុជាសពថ្ងៃហ្នឹងបង់លុយទៅតុលាការព្រំប្រទានអន្តរជាតិហ្នឹងអញ្ចឹងយើងអត់ប្រើគេសោះនេះយើងបង់លុយរាល់ឆ្នាំយើងអត់ដឹងថាបង់ប្រមាណទេប៉ុន្តែបង់រាល់ឆ្នាំ
យើងដើម្បីខ្លាយទៅជាសមាជិកគេគឺយើងត្រូវបង់លុយហើយអត់ប្រើអាលុយដែលបង់ហើយនោះអត់ព្រមប្តឹងទៅឲ្យគេចាត់ការយើងនៅតែវៀងចុះវៀងឡើងវៀងចុះវៀងឡើងជាមួយថៃខ្ញុំឆ្ងល់មែនតើប៉ុន្តែអ្នកដែលបង់លុយច្រើនជាងគេជួយគឺជប៉ុននេះឯងជប៉ុននេះបង់ច្រើនណាស់បងប្អូននៅក្នុង210លានដុល្លារនេះជប៉ុនបង់ប្រហែលជា30លានដុល្លារជាប្រាក់បរិច្ចាគគេជួយហ្មងក្រៅពីជប៉ុនគឺអាល្លឺម៉ង់ក៏11%ដែរប្រហែលជា20លានជាងដែរបារាំងក៏ជួយប្រហែលជា8.5%នោះប្រហែលជា8-9លានដែរមួយឆ្នាំក្រោយមកមានចក្រភពអង់គ្លេស8% 7-8លានហ្នឹងអ៊ីតាលី6% 6-7លានហ្នឹងឬក៏ផ្សេងទៀតហ្នឹងគឺមានសាវកូរ៉េខាងត្បូងកាណាដាអេស្ប៉ាញអីហ្នឹងសុទ្ធតែជួយច្រើនដែរតែប្រទេសដទៃទៀតតាមសមាអាជីវ